สำหรับสับมงกุลบอนะจับดำลังกำนังอักรอกให้นำจ้าเต็งไลลูกจ้าบานริบจำนัดจูมวยตีดไอนัดเต็งดอกเนี่ยโลกประเทศลูกจ้าบานริบจำนัดจูมวยตีดสำหรับโลกนะបន្តកិច្ចប្រជុំកុំខ្វល់ពីវាបន្តការវះកាត់កុំខ្វល់ពីគាត់បន្តថតនេះជាកូនប្រុសបងរបស់ខ្ញុំជានាយកប្រតិបត្តិនៃក្រុមហ៊ុនចុះបញ្ជីមានតម្លៃរាប់ពាន់លានឆាយនឹងមានភាពថ្លៃនោះម៉ាក់ខ្ញុំអាចដូចទេពធីតាហើយពេញទៅដោយមន្តស្នេហ៍នេះជាកូនប្រុសទី2របស់ខ្ញុំជាវិជ្ជបណ្ឌិតមានជំនាញវិទ្យាសាស្ត្រពូកែឆាយហើយហ៊ូស្ពីលោកេម៉ាក់ខ្ញុំធ្វើម្ហូបឆ្ងាញ់បំផុតទន់ភ្លន់និងមានគុណធម៌នេះជាកូនប្រុសទី3របស់ខ្ញុំជាតារាកំពូលសង្ហាខ្លាំងណាស់ម៉ាក់ខ្ញុំពូកែគ្រប់គ្រងទេស្រឡាញ់ជ្រាលជ្រៅនិងស្មោះត្រង់អញ្ចឹងអ្នករកឪពុកចុងសម្រាប់ខ្លួនឯងមែនទេមិនអាចទេស្ត្រីមានកូនឬអ្នកលេងសាច់មែនទេមានកូនប្រុសអស់ចា3នាក់យ៉ាងនេះអ្នកនៅតែមកណាត់ជួបទៀតឬអស់រយៈពេលនេះអ្នកគ្រាន់តែលេងជាមួយខ្ញុំប៉ុណ្ណោះអ្វីដែលខ្ញុំនិយាយគឺពិតទាំងអស់ហេតុអ្វីបានជាគ្មាននរណាម្នាក់ជឿខ្ញុំក្មេងនេះហេតុអ្វីបានជាគាត់មើលទៅដូចគ្នាបែបទៅនឹងគុណទាំង3នោះតែមិនដឹងគុណពេលនៅក្មេងហេតុអ្វីបានជាគាត់មើលទៅដូចគ្នានឹងគុណទាំង3នោះតែជាកូនមិនដឹងគុណកាលនៅក្មេងហេតាចៃដន្យណាស់ការណាត់ជួបរបស់តាក៏រត់ចោលដែរមែនទេហេកូនទៅអេនជាកូនណាមកអេងណែណាUdek Sobro, Mokwin Pliam. លេហើយតាលហើយគាត់មើលទៅដូចពូកែគាត់ដូចពូកែបែបបិទទោះបីកូនមិនដឹងគុណទាំង3នោះព្យាយាមយ៉ាងណាក៏ដោយក៏មិនអាចបង្កើតកូនដូចគ្នាបែបបិទបែបនេះបានដែរលោកម្ចាស់ចុះបើមានឱកាសគាត់ពិតជាកូនរបស់ម្ចាស់តូចណាស់ម្នាក់មែនហាក់មិនអាចទៅរួចទេហេតុអ្វីបានជាមិនអាចមែនទេហាលើបាទចាប់ធ្វើតេស្តពួកព្រីមចាំមើលកូនមិនដឹងគុណណាតែមានអាចកំបាំងតូចតាចនៅខាងក្រៅហេបាទលោកម្ចាស់ខ្ញុំនឹងធ្វើវាឲ្យរួចឥឡូវនេះព្រីមលោកម្ចាស់ហាខ្ញុំមានតែប្រុសហើយកូនប្រុសរបស់ខ្ញុំតាអាចឲ្យកូនទាំង3នាក់សុទ្ធតែជាឪពុកបង្កើតយ៉ាងដូចម្ដេចឡៅលេវតែនេះអាចកើតមានតាមវិទ្យាសាស្ត្រដែរទេលោកម្ចាស់ទូទាំង3នាក់គឺជាកូនផ្លោដូចនេះបែបលទ្ធផលនេះគឺត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រតើវាអាចជានោះកាលពី6ឆ្នាំមុនដូច្នេះប្រាប់ខ្ញុំមកកូននេះជាកូនណាពិតប្រាកដមែនទេគាត់គួរតែជាកូនរបស់ខ្ញុំនៅក្នុងពិធីជប់លៀងនោះកាលពី6ឆ្នាំមុនខ្ញុំផឹកស្រាច្រើនពេកបងធំអ្នកយកខុសហើយកាលពី6ឆ្នាំមុនយប់មុនពេលខ្ញុំទៅក្រៅប្រទេសខ្ញុំក៏ស្រវឹងដែរអញ្ចឹងកូននេះគួរតែជាកូនរបស់ខ្ញុំមិនសមហេតុផលទេគាត់ច្បាស់ជាកូនរបស់ខ្ញុំកាលពី6ឆ្នាំមុននៅក្នុងពិធីជប់លៀងបន្ទាប់ពីពានរង្វាន់តន្ត្រីមាសរបស់ខ្ញុំក៏ផឹកច្រើនពេកដែរអូអញ្ចឹងនេះជារៀងចៃដល់បន្តិចហើយប្រកាសជាមិនមែនពេលវេលានឹងទីកន្លែងតែមួយដែរថ្ងៃទី24ខែធ្នូរាត្រីបុណ្យណូអែលរាត្រីបុណ្យណូអែលនៅសន្តាគារជុនសេងអូទោះយ៉ាងណាក៏ដោយក្មេងនេះមានឈាមគ្រួសារមែនគាត់គឺជាយាយប្រុសបង្កើតរបស់ខ្ញុំដូច្នេះយើងត្រូវតែធានាថាគាត់ត្រឡប់ទៅកាន់គ្រួសារដូនតារបស់គាត់ឡាវលីវបាទខ្ញុំចង់ឲ្យណាចិនសេចក្តីប្រកាសរង្វាន់បទីក្រុងជាង3ទាំងមូលយើងត្រូវតែរកយាយប្រុសរបស់ខ្ញុំឲ្យឃើញបន្ទាប់ពីខ្ញុំរកឃើញក្មេងនោះនៅទាំង3នឹងត្រូវមានការបន្តមួយចំនួនគ្រូសាមេងអ្នកមានបានចេញផ្សាយរង្វាន់នៅថ្ងៃនេះដើម្បីរកក្មេងអាយុ5ឆ្នាំចៅប្រុសរបស់គ្រូសាមេងតាមដំណឹងក្មេងនោះមានសក់រួញហើយចូលចិត្តស្កក្របបង្វិលJeffy មេចុងភើសៀមានរឿងអ្វីអតិថិជនម្នាក់បានត្អូញត្អែថារកឃើញសក់មួយនៅក្នុងអាហាររបស់គាត់តើអ្នកកំពុងព្យាយាមបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្ញុំមែនទេមិនអាចទៅរួចទេ Jeffy ស្គាល់ខ្ញុំច្បាស់ខ្ញុំតែងតែប្រុងប្រយ័ត្នខ្លាំងណាស់ខ្ញុំមិនដែលធ្វើកំហុសសាមញ្ញបែបនេះទេខ្ញុំឃើញផ្ទាល់ភ្នែកតើវាអាចคล้ายដូចម្ដេចខ្ញុំសំទូល Jeffy ខ្ញុំសូមទៅពិនិត្យស្មើសិនអ្នកនាងខ្ញុំសូមទស្សនាណាទើបតែនិយាយពីសោ
យ៉ាវមួយវ៉ាន់គឺណាត់ទៀតហើយយ៉ាវមួយវ៉ាន់នាងមកទៀតហើយ អ្នកទាំងពីរស្គាល់គ្នាមែនទេ ចៃដន្យឲ្យណាស់អញ្ចឹងគឺប្អូនស្រីរួមឪពុករបស់ខ្ញុំតែត្រូវគេបណ្ដេញចេញពីគ្រួសារ ស្ដាប់ឲ្យច្បាស់ចាប់ពីថ្ងៃនេះទៅអូនមិនមានអ្វីពាក់ព័ន្ធជាមួយគ្រួសារយ៉ាវទៀតទេ ហើយកាយ៉ាវមួយវ៉ាន់នឹងខ្ញុំមិនដែលចុះសម្រុងគ្នាទេនាងធ្លាប់ប្រែល្បិចនេះដើម្បីធ្វើឲ្យខ្ញុំត្រូវគេបណ្ដេញចេញពីការងារជាច្រើនកន្លែងនាងកំពុងបង្កាច់បង្ខូចខ្ញុំដោយចេតនា អូមែនទេដូច្នេះសក់នេះជារបស់ខ្ញុំមែនទេហើយកែនេះជាវិធីដែលលោកដោះស្រាយរឿងនេះតើលោកចង់ឲ្យភោជនីយដ្ឋានបន្តបើកដំណើរការទៀតទេ កញ្ញាយ៉ាវសូមស្ងប់ស្ងាត់ចុងភៅសៀសូមទោសកញ្ញាយ៉ាវទៅ ហើយកាខ្ញុំមិនបានធ្វើអ្វីខុសទេហេតុអីខ្ញុំត្រូវសុំទោស អ្នកណាត្រូវការសុំទោសរបស់នាងខ្ញុំចង់ឲ្យនាងចេញពីទីនេះឥឡូវនេះ យ៉ាវមួយវ៉ាន់កុំឡើងជាងនេះ ស៊ីជីឈីងអូនត្រូវគេបណ្ដេញចេញហើយ ហើយកា អ្នកទាំងអស់នៅក្រុងជាងបៃដឹងថាកញ្ញាយ៉ាវចិត្តស្និទ្ធប៉ុណ្ណាជាមួយគ្រូសាមេងដ៏មានទ្រព្យកូនប្រុសទាំង3នាក់ចាត់ទុកនាងដូចជាត្បូងដ៏មានតម្លៃអាជីវកម្មដូចរបស់ខ្ញុំមិនអាចទប់ទល់នឹងនាងបានទេខ្ញុំមិនអាចទល់នឹងនាងបានទេ សៀជីឈីងខ្ញុំបានប្រាប់អូនកាលពី6ឆ្នាំមុនឲ្យចេញពីទីក្រុងជាងបៃអូនរករឿងដាក់ខ្លួនឯង យ៉ាវមួយវ៉ាន់ហេតុអ្វីបានជាអូនតែងតែរករឿងខ្ញុំអញ្ចឹង ខ្ញុំមិនអាចទ្រាំនឹងអូនបានទេអូនធ្វើអ្វីខ្ញុំបាន ហើយកាលោកឃើញទេនេះជាការដាក់អន្ទាក់ដោយចេតនា ចុងភៅសៀខ្ញុំសុំទោសកុំធ្វើឲ្យខ្ញុំលំបាក ចេញទៅ កញ្ញាយ៉ាវខ្ញុំសូមអភ័យទោសសូមបន្តទៅ សៀជីឈីងបើអូនមិនចាក់ចេញលោកតាម៉េងនឹងដឹងនៅទីបំផុតថាកាលពី12ឆ្នាំមុនគឺអូនដែលបានជួយសង្គ្រោះជីវិតគាត់មិនមែនខ្ញុំទេ ខ្ញុំនឹងមិនឲ្យអូនបំផ្លាញ ជីវិតដ៏ស្រួលរបស់ខ្ញុំមិនដែលទេ ចុងភៅសៀ សៀកា មកពីធ្វើការលឿនម្លេះ យ៉ាវមួយវ៉ាន់ដ៏អាក្រក់នេះបានមកបង្ហាញខ្លួនម្ដងទៀតអូ បណ្ដេញចេញទៀតហើយមែនទេ សុំទោសសៀកាមកប្រហែលជាត្រូវរកការងារថ្មីទៀតហើយ មិនអីទេម៉ាក់មើលខ្ញុំបានដាក់ពាក្យឲ្យម៉ាក់រួចហើយម៉ាក់មានការសម្ភាសនៅថ្ងៃខាងស្អែក គ្រូសារមេងដែលយ៉ាវមួយវ៉ាន់គិតស្និទ្ធនោះមែនទេតើគុណគិតថាគេនឹងធ្វើមកមែនទេ អរគុណសៀវប៉ាវ យើងទៅតែវិញ អូខេ ក្មេងនោះ ពងសេយូពងយ៉ាន់ស៊ីពងស៊ីងយេអ្វីដែលនាំអ្នកមកទីនេះពងសេយូមើលអ្វី អ្នកធ្វើអ្វីនៅទីនេះ ខ្ញុំមើលថាមានភោជនីយដ្ឋានដ៏ពេញនិយមតែកំពុងល្បីនៅក្បែរនេះខ្ញុំមកភ្លក់មើលខ្ញុំគិតថាបើវាឆ្ងាញ់ពេលក្រោយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមក អញ្ចឹងនៅក្បែរនេះមានអ្នករីកាថាបានឃើញក្មេងម្នាក់ដែលត្រូវនឹងការពណ៌នារបស់ចៅហ្វាយចាស់ខ្ញុំមើលថាម្ដាយរបស់គាត់បានឈប់ពីការងារនៅភោជនីយដ្ឋាននេះថ្ងៃនេះវាហាក់ដូចជាយើងយឺតមួយជំហានហើយយើងចូលទៅមើលខាងក្នុង មានបញ្ហាអ្វីសៀកាកូនអូប៊ូសដោយរបៀបណា អូយខ្ញុំប្រហែលជាកោវាពេលខ្ញុំដួលមុននេះ មេក៏កូនមិនប្រយ័ត្នណាស់អញ្ចឹងម៉ាក់ធ្លាប់ប្រាប់កូនហើយរាងកាយរបស់កូនខុសពីណាត់ទេពេលដែលកូនអូប៊ូវាពិបាកខ្លាំងណាស់ក្នុងការបញ្ឈប់ឈាម សុំទោសម៉ាក់ខ្ញុំធ្វើឲ្យម៉ាក់បារម្ភលើកក្រោយខ្ញុំនឹងប្រុងប្រយ័ត្នជាងនេះ ម៉ាក់មិនខឹងកូនទេម៉ាក់គ្រាន់តែខ្លាចបាត់កូន សៀវប៉ាវនឹងមិនចាក់ចេញពីម៉ាក់ទេសៀវប៉ាវនឹងនៅជាមួយម៉ាក់ជានិច្ច វិជាកំហុសរបស់បរិសអាក្រក់នោះទាំងនោះគាត់បានបន្សល់ទុកជំងឺកំណៅឈាមដ៏អាក្រក់នេះដល់សៀវប៉ាវបើខ្ញុំដឹងថាគាត់ជានរណាខ្ញុំនឹងបោសស្បែកគាត់ទាំងរកអ្នកជានរណាយើងទៅមន្ទីរពេទ្យ អូខេ ទៅសឿ អូ ពីនេះទៅត្រូវប្រុងប្រយ័ត្នឲ្យច្រើនយល់ទេ ជំនួយការសុយអាចការងារបច្ចុប្បន្នរបស់អ្នកសិនស្វែងរកគ្រប់តំបន់ជុំវិញភោជនីយដ្ឋានតែក្មេងនោះអាចនឹងទៅ
យើងត្រូវរកក្មេងនោះឲ្យបានឆាប់បំផុតអ្នកស្រីឆៃជំងឺឈាមរបស់ឈៀវបោគឺពីកំណើតវាមិនអាចព្យាបាលជាសះស្បើយក្នុងរយៈពេលខ្លីបានទេនៅពេលអនាគតវាប្រហែលជាត្រូវការចំណាយព្យាបាលច្រើនអ្នកត្រូវត្រៀមខ្លួន មិនអីទេជ្រាបណាមានសង្ឃឹមអាចព្យាបាលបានរឿងលុយវិញខ្ញុំនឹងរកវា នេះជាវិជ្ជាបញ្ជីថ្មីសូមទៅបង់លុយ អូត្រូវហើយយើងទៅអូគុណលោកគ្រូពេទ្យ លេហើយតារាកម្ពូ ខ្ញុំគួរតែសួរ Foy Heron វត្តបងប្រាក់ឲ្យខ្ញុំប្រាក់ខែរបស់ខ្ញុំថ្ងៃនេះ តារាកម្ពូម៉ាក់ឲ្យខ្ញុំបង Bell អេងសុកលុយច្រើនម្លេះពីណា នៅផ្សាររបស់សាឡាមតៃខ្ញុំលក់ប្រដាប់ក្មេងលេងទាំងអស់តែម៉ាក់ឲ្យខ្ញុំ អញលក់របស់ដែលអញចូលចិត្ត Ultraman ទីកែផងដែរ អូក្នុងតម្លៃ$200 គឺម៉ាក់គ្មានប្រយោជន៍ប៉ុន្តែកុំបារម្ភម៉ាក់នឹងប្រកាសជារកការងារថ្មីសពបន្ទាប់មកម៉ាក់នឹងទិញតែង Ultraman គេច្រើនយល់ទេ យោអញ្ចឹងម៉ាក់ត្រូវតែទៅសម្ភាសគ្រូសាមេងខ្ញុំមានអារម្មណ៍ម៉ាក់នឹងជោគជ័យប្រកបណាស់ ម៉ាក់ដឹងយ៉ាងម៉េច អឺព្រោះខ្ញុំបានឃើញលោកតាមេងបើគាត់ជួបម៉ាក់គាត់ប្រកាសជាចូលចិត្តម៉ាក់អ្នកណាដឹងប្រហែលជាចង់បានម៉ាក់ធ្វើកូនប្រសាស្រី ហាក់មេងអក្រ Stop ម៉ាក់ប្រហែលជាមានទេពកោសល្យច្រើនប៉ុន្តែកុំនិយាយបែបនេះយល់ទេអូ ទោះបីយើងជួលអ្នកបម្រើក៏ដោយហ្វៀគ្រូសារមេងមិនងាយចូលទេលើអ្នកដែលមានលក្ខណៈខាងក្រោមសៀនទៅមុខស៊ីគីជីងកុំភ័យក្នុងនាមជាអ្នកបម្រើអ្នកនៅតែមានលក្ខណៈគ្រប់គ្រាន់ការអប់រំរបស់មកបរិញ្ញាបត្រអំពីសញ្ញាប្របរិញ្ញាបត្រអត់សញ្ញាប្ត្រអាចទេខ្ញុំមានផ្ទៃពូជាមួយស៊ីប្រាក្នុងឆ្នាំទី2នៅសាកលវិទ្យាល័យ ឡស្រកេដកចេញតាមពីដើមហើយយំមិនលឺស្ពីម25ឆ្នាំអញ្ចឹងខ្ញុំអាយុ28ឆ្នាំពិតពិសោធន៍តែតំកមារអប់រំកមារតូកហបអូសាតូអ្នកបានឆ្លងការពីអ្នកដំបងចំណែកអ្នកអាទៀតអូគុណដែលបានមកការសម្ភាសន៍នេះបានបញ្ចប់ហើយអ្នកអាចចាត់ចេញបានហើយ អូអ្នកណាអីនេះ មើលអ្នកណាយៀនមកបង្ហាញមុខនៅទីនេះសួស្ដីកញ្ញាយ៉ាខ្ញុំគ្រាន់តែរកស៊ីគិនកម្មជីវិត អ្នកណាម្នាក់នាំស្ត្រីម្នាក់នេះចេញពីទីនេះភ្លាមធ្វើឲ្យប្រកាសថានាងមិនបោះជើងចូលផ្ទះមេងទៀតឡើយក ញ្ញាយ៉ាអ្នកកំពុង អ្នកមិនដឹងពីស្ត្រីម្នាក់នេះទេនាងជាមនុស្សលួចទ្រព្យគេថ្ងៃនេះខ្ញុំពិតជានឹងតាក់មេរៀនឲ្យនាង ឡើងខ្ញុំចេញដល់ខ្លួនឯងគឺ មានរឿងអី បងយ៉ាន់ស៊ីអ្នកទាំងអស់គ្នាមិនដឹងទេស្ត្រីម្នាក់នេះស្អាជីឈីងគ្មានអៀនខ្មាស់ទេនាងមានកូនក្រៅអាពាហ៍ពិពាហ៍កូនក្រៅអាពាហ៍ពិពាហ៍ដែលនាងបានបង្កើតមានអាយុ5ឆ្នាំហើយនាងមិនស័ក្តិសមចូលគ្រួសារមេងទេ អ្នកមានកូនអាយុ5ឆ្នាំមែនទេ ចាប៉ុន្តែកូនរបស់ខ្ញុំសៀវប្លាវមិនមែនជាកូនក្រៅច្បាប់ទេគាត់គឺ ប្រុសឬស្រី First អាជីពមុនរបស់អ្នកជាអ្វី ខ្ញុំធ្លាប់ជាកុងភើក្រោយមកខ្ញុំរៀននៅបុរាណចិនដោយខ្លួនឯង សៀជីឈីងស្នាក់នៅ ហាចាំបងសយូនាងមិនបំពេញតម្រូវការណាមួយស្តង់ដារអ្នកបម្រើទេ បើអញ្ចឹងគុំធ្វើជាអ្នកបម្រើធ្វើជាអ្នកជំនាញអាហារូបត្ថម្ភគ្រូសាមេងរបស់យើងត្រូវការអ្នកជំនាញអាហារូបត្ថម្ភអ្នកស្រីសៀអាចធ្វើម្ហូបបានចេះអស្ចារ្យបុរាណចិនហើយថែមទាំងមានកូនប្រុសអាយុប្រហាក់ប្រហែលនឹងចៅប្រុសតូចនេះជាពរជ័យណាស់ អ្នកស្រីសៀស្វាគមន៍មកកាន់ក្រុមអូគុណខ្ញុំនឹងខិតខំធ្វើការងារនេះឲ្យអស់ពីសមត្ថភាពអ្នកស្រីសៀមកជាមួយខ្ញុំ ហេបងសយូបងយ៉ាន់ស៊ីបងស៊ីងយេសៀជីឈីងកុំឆ្មើងឆ្មៃខ្ញុំមិនទុកឲ្យអ្នករួចខ្លួនទេ គីជីងនេះគៀបតែបាយអេកជីងតែកាយទាំងបីបានបញ្ជាឲ្យធ្វើសម្រាប់អ្នកខ្ញុំមានតែបាយអេកជីងមែនទេបាទគ្រូសារមួយធំណា
ហាប្រចាំថ្ងៃត្រូវបានរៀបចំនៅក្នុងទេបាយទំខាងក្រោយអ្នកគឺជាអ្នកជំនាញផ្ទាល់ផ្នែកអាហារូបត្ថម្ភសម្រាប់ចៅប្រុសតូចចៅប្រុសតូចនៅក្មេងណាព្រីមសំនៅមុខករបស់គាត់ត្រូវរក្សាទុកដាច់ដោយឡែកពីរបបមនុស្សធំខ្ញុំជាអ្នកជំនាញសម្រាប់តែចៅប្រុសតូចម្នាក់ការជ្រើសរើសបុគ្គលិកថ្មីនេះគឺជាការរៀបចំទាំងដល់ដើម្បីស្វាគមន៍ការមកដល់របស់ចៅប្រុសតូចគេថាផ្លូវទាំងអស់ទៅកាន់ទីក្រុងរ៉ូមប៉ុន្តែមនុស្សខ្លះកើតនៅរ៉ូមតែម្ដងចៅប្រុសតូចគ្រូសាមីងនេះដូចជាការនិយាយថាគាត់បានទទួលរៀបបន្ទហេបងវាងខ្ញុំអាចសួរបានទេថាឪពុករបស់ចៅប្រុសតូចនេះជានរណាខ្ញុំមិនអាចនិយាយបានទេគឺទីបេតែខ្ញុំអាចជួយអ្នកអ្វីខ្លះចុយទីបេខ្ញុំចង់រៀបចំអំណោយខ្លះសម្រាប់កូនរបស់ខ្ញុំមើលថាអ្នកមានបទពិសោធន៍ច្រើនមកជួយខ្ញុំជ្រើសរើសខ្លះអញ្ចឹងគួរនូរបស់ទៅទីបេCrayon Stinken ក្មេងចូលចិត្តនេះណាក្មេងប្រុសតូចសម័យនេះចូលចិត្តរត់ទិនរសសំណងដូចជា Excavator និងរត់ចិនទៅបន្លត់អភិភ័យទាំងនោះក៏ល្អដែរមួយនេះនៅយូរបកូនខ្ញុំគឺជាបាគាត់ចូលចិត្ត Ultraman និង Transformers មួយនេះរំទាំងនេះផងមានលុយច្រើនល្អណាស់ product ក្មេងលេងថ្លៃបែបនេះហើយក៏ទិញដោយមិនគិតអ្វីសោះអ្នកចូលចិត្តទេអូទេខ្ញុំមិនអាចទិញ product ក្មេងលេងថ្លៃបែបនេះបានទេពេលប៉ុណ្ណឹងអាចបងថ្លៃណាំក៏បេអូបានយូខ្ញុំយកមួយនេះផងឈប់សម្លឹងទៅអ្នកស្ទើរតែស្រក់ទឹកមាត់ហើយនេះសម្រាប់អ្នកសម្រាប់ខ្ញុំសម្រាប់កូនប្រុសអ្នកចាត់ទុកវាជាលុយថែមសម្រាប់ការខំប្រឹងរបស់អ្នកកូនប្រុសអ្នកមានសំណាងណាស់គាត់អាយុស្មើនឹងកូនប្រុសរបស់ខ្ញុំនោះជាសំណាងល្អរបស់គាត់ដូច្នេះក្នុងនាមគាត់សូមអរគុណចំពោះសំណាងនេះបោះបង់ចោលទៅធន់ពេកអ្នកលោកខ្ញុំទិញហាងទាំងមូលបន្តដាក់ទំនិញថ្មីទៀតពេលណាកូនប្រុសខ្ញុំចង់បានអ្វីមួយគាត់គ្រាន់តែមករើសយកអូបាទហើយកូនប្រុសគាត់ផងដែរដរាបណាកូនប្រុសអ្នកមិនឆ្លោះជាមួយកូនខ្ញុំអ្វីដែលគាត់ចង់បានគាត់អាចរើសយកបានអរគុណចៅហ្វេពូកែណាហេចៅហ្វេចង់បានអ្វីទៀតទេខ្ញុំបង្ហាញអ្នកមើលហេអ្នកស្រីស៊ីរវល់ទេលោកម្ចាស់ទី2មិនបាច់ភ័យទេខ្ញុំមករៀនពីអ្នកពីរបៀបធ្វើអាហារអស់សម្រាប់កុមារខ្ញុំគិតថាក្រោយពីកូនប្រុសខ្ញុំត្រឡប់មកខ្ញុំអាចធ្វើវាឲ្យគាត់ដោយខ្លួនឯងកូនប្រុសរបស់គាត់ដូច្នេះពុករបងម្ចាស់ក្មេងគឺលោកម្ចាស់ទី2ទាំងនេះឬស៊ូដូស្តេឡារីអូហ្វីអូប៉ូកុនជប៉ុនិកឬអាស្ត្រាហ្គាឡូផ្លែកូជីទាំងអស់នេះគឺជាអស្តាបុរាណចិនសម្រាប់បំពន់លំពែងនិងក្រពះចាព្រោះកូនចាស់របស់យើងមានអាយុប្រហាក់ប្រហែលនឹងស៊ីប៉ាវរបស់ខ្ញុំជាពេលដែលត្រូវពង្រឹងលំពែងនិងក្រពះដូច្នេះខ្ញុំគិតថាបន្ថែមខ្លះទៅក្នុងអាហារប្រចាំថ្ងៃរបស់កូនចាស់តាមវិធីនោះយើងអាចបង្កើតមូលដ្ឋានរឹងមាំសម្រាប់សុខភាពរបស់គាត់ជាមុនអ្នកស្រីសៀអាជីពចម្បងរបស់អ្នកគឺជាចុងភៅអ្វីដែលធ្វើឲ្យអ្នករៀនអស្តាបុរាណចិននិយាយតាមពិតស៊ីប៉ាវរបស់ខ្ញុំចុះសោយតាំងពីក្មេងគាត់តែងតែឈឺហើយថ្លៃផ្សេបាក៏ខ្ពស់ខ្ញុំស្មានថាខ្ញុំខ្លាយជាគ្រូពេទ្យផ្ទាល់ខ្លួនដោយសារភាពចាំបាច់ខ្លាយជាគ្រូពេទ្យផ្ទាល់ខ្លួនដោយសារភាពចាំបាច់នេះជាពាក្យល្អខ្ញុំបានយកស្រោមដៃផ្ទាល់ខ្លួនមកយើងចាប់ផ្ដើមត្រង់ណាឆ្អឹងស្មាឬឆ្អឹងកូនចាស់ទី2ប្រហែលជាខ្ញុំគួរតែធ្វើបែបនេះណាជាគ្រូពេទ្យដៃរបស់ណាគឺបំរុងសម្រាប់ការវកាត់ការងាររត់កោដបែបនេះគួរទុកខ្ញុំកំបិតក៏ជាកំបិតដែរគ្មានភាពខុសគ្នាទេនៅមន្ទីរពេទ្យខ្ញុំជាគ្រូពេទ្យឥឡូវនេះខ្ញុំគ្រាន់តែជាឪពុករបស់កូនប៉ុន្តែនេះជាលើកទី1របស់ខ្ញុំដែលក្លាយជាឪពុកនៅពេលអនាគតប្រសិនបើខ្ញុំមានសំណួរអ្វីខ្ញុំនឹងត្រូវសុំយោបល់ពីអ្នកខ្ញុំសង្ឃឹមថាអ្នកមិនធុញនឹងខ្ញុំទេពិតជាមិនមែនទេកូនចាស់ទី2អ្នកពិតជាទន់ភ្លន់និងចេះគិតគូរខ្ញុំស្បាយចិត្តជួយណាស់បែបពុកខ្លាំងណាស់
អ្នកណាមិនចារណានពេលណាទើបសៀវប៉ាវរបស់យើងមានឪពុកទិនផ្លន់ដែរ អូមែនហើយអ្នកបាននិយាយកាលពីមុនកូនរបស់អ្នកចុះខ្សោយនឹងឈឺញឹកញាប់តាំងពីក្មេងជំងឺអ្វី ជំងឺតំពូជពីកំណើតពិបាកណាស់ ពេលអ្នកទំនេរនាំគាត់មកជួបខ្ញុំប្រហែលជាខ្ញុំអាចជួយបានខ្លះ ពិតមែនទេពិតជាការមែនកូនចាស់ទី2ខ្ញុំសូមអរគុណជំនួសសៀវប៉ាវ មិនបាច់ទេគ្រាន់តែបន្តបង្រៀនខ្ញុំឲ្យធ្វើម្ហូប អូខេច្បងកូនចាស់ច្បងហេតុអ្វីបានជាអ្នកមិនបញ្ចេញសំឡេង អ្នកបានចំណាយពេលច្រើនណាស់ជាមួយកូនម្ចាស់ទី2និងទី3ថ្មីនេះ ចេះច្បងខ្ញុំមិនបានខ្ទិលទេហើយខ្ញុំក៏មិនមានចិត្តនេះអ្វីដែរគ្រាន់តែថ្មីនេះកែទី2និងទី3បានដឹងថាខ្ញុំមានកូនហើយកូនប្រុសខ្ញុំអាយុស្មើនឹងកៅដូច្នេះគេតែងតែសួរខ្ញុំពីគុណលឹះចិនកំកូន អញ្ចឹងប្រាប់ខ្ញុំមកគេសួរពីកន្លេសបែបណាខ្លះ កែទី3ទិនប្រដាប់ក្មេងលេងច្រើនអយកៅចំណែកទី2វិញថ្មីនេះគាត់រៀនអំហូបពីសិគាត់ថាចង់ធ្វើដោយខ្លួនឯង សរសេរបញ្ជីលម្អិតនៃអ្វីទាំងអស់ដែលចៅទី3ទិញឲ្យកូនកុំឲ្យខ្វះសំបីតែមួយមុខ ចាចេះច្បង ជំនួយការស៊ូខ្ញុំបានផ្ញើព័ត៌មានឲ្យអ្នកហើយទិញឲ្យខ្ញុំមួយឈុតនៃអ្វីទាំងអស់នៅក្នុងបញ្ជីនោះយកម៉ូដែលដូចគ្នាល្អជាងនេះយកថ្លៃជាង ចេះច្បងតើលោក កំពុងចម្លងកិច្ចការគេមែនទេអ្នកមិនធ្លាប់ឃើញទេ អូ ប៉ុន្តែផ្នែកនេះខ្ញុំពិតជាចម្លងមិនបានទេបើវាតម្រូវឲ្យខ្ញុំធ្វើដោយខ្លួនឯងចឹងអ្នកប្រហែលជាគួររកការងារថ្មីទៅ ហាហាចេះច្បងថាត្រឹមត្រូវទាំងស្រុងខ្ញុំនឹងប្រកាសជាព្រមប្រែងថែមទៀត មិនថាចៅទី2ឬចៅទី3និយាយអ្វីឲ្យអ្នកស្ដាប់អ្នកគ្រាន់តែត្រូវចាំរឿងមួយខ្ញុំជាឪពុកបង្កើតរបស់ចាស់ម្ចាស់តូច អើ អ្នកចូលចិត្តនិយាយថាអាមែនទេ អូអត់ទេខ្ញុំចង់និយាយថាខ្ញុំគ្រាន់តែគិតថាគ្រូសាលោកស្មុគស្មាញណាស់ អ្នកថាអី ហេខ្ញុំចង់និយាយថាចំណងរវាងលោកនិងតៃទាំងបីគឺពិតជាគួរឲ្យកោតសរសើរណាស់តៃទី2និងតៃទី3ទាំងពីរអ្នកចាត់ទុកកូនរបស់លោកដូចជាកូនខ្លួនឯង សៀវប៉ាថ្ងៃនេះជាពិធីបុណ្យភ្លើងហើយគ្រូសាមិញមានពិធីជប់លៀងដូច្នេះមកអាចមកយកកូនបានតែពេលយប់ជ្រៅតែផ្តែណាគ្រូជីមិនហើយមើលតុក្កតាអូខេ កូនរបស់អ្នក អូចាយសុំទូលទេច្បង ដោយសារជាថ្ងៃឈប់សម្រាកចូលនាំគាត់មកខ្ញុំក៏ចង់មើលក្មេងអាយុ5ឆ្នាំមើលទៅយ៉ាងម៉េច អូគុណទេច្បងលោកពិតជាមនុស្សល្អណាស់ គួរឲ្យចាប់អារម្មណ៍មានគេឲ្យកាត់មនុស្សល្អដល់ខ្ញុំទៀតម៉ាក់អូយឲ្យខ្ញុំមើល កូនអ្នកណៃគួរឲ្យស្រឡាញ់ម្លេះហើយ ខ្ញុំមើលទៅស្អាតទេថ្ងៃនេះខ្ញុំបានឡើងសម្ដែងនៅលើឆាកនៅក្នុងពិធីបុណ្យគោម អូនមើលទៅស្អាតណាស់សៀវបោសម្លាញ់អូនស្អាតជាងគេមកនេះគម្រោងដែលយើងបានសហការគ្នាកាលពីលើកមុនបានល្អណាស់មែនទេ សួស្ដីស្រី សៀវបោគួរឲ្យស្រឡាញ់ណាស់ចាក់មែនក្មេងនេះគួរឲ្យស្រឡាញ់ណាស់មកត្រូវទៅធ្វើការហើយសៀវបោឈើល្អនៅទីនេះហើយកុំទៅណាអូនដឹងទេអូនមានជំងឺហូរឈាមបើអូនបួអូននឹងហូរឈាម អូហើយការហូរឈាមនឹងមិនសុខអូនយល់ទេ ខ្ញុំដឹងម៉ាក់ ឡមកទៅលើនេះអូខេ ជំងឺហូរឈាមនេះពិតជាល្អឥតខ្ចោះពេក ខ្ញុំត្រូវចេញទៅមួយផ្លែត
ហេតុអ្វីក្មេងនេះមិនមើលផ្លូវគាត់បុកចំខ្ញុំ เซียวบ้า ម៉ាក់ អូ សៀវបាវធ្វើខ្លួនល្អប៉ុន្តែហើយគាត់រុញសៀវបាវ មិនអីទេเซียวบ้าម៉ាក់នឹងនាំអូនទៅរមរបូទ័រ អ្នកណាថាអូនអាចចាក់ចេញបានស៊ីជីឈៀងកូនរបស់អ្នកទើបតែបុកខ្ញុំគាត់ធ្វើរោបខ្ញុំប្រឡាក់អស់ខ្ញុំមិនទាន់ចាប់ផ្ដើមជាមួយអ្នកទេ យ៉ាវម៉េងវ៉ានខ្ញុំនឹងសងសឹកជាមួយអ្នកឲ្យបានព្រោះអ្នកធ្វើបាបเซียวบ้าដោយចិត្តណាប៉ុន្តែលោកនេះអ្នកគូតែចេញពីមុខខ្ញុំទៅនាងគេថាខ្លួននាងជាអ្នកណាkhiនិយាយជាមួយម៉េងវ៉ានបែបនេះស្វាណាម៉េងវ៉ានជាភ្ញៀវកិត្តិយសរបស់គ្រូសាម៉េងអ្នកបំរើទូតអ្នកហ៊ានអីនិយាយពាក្យឆ្លើយបែបនេះ នាងគ្រាន់តែជាស្ត្រីម្នាក់តែពុះមុនរៀបការស៊ីជីឈីងអ្នកធ្លាប់មានកូនម្នាក់តែមានប្រភពមិនច្បាស់លាស់កូនចៅទាំង3នាក់នៃគ្រួសារម៉េងអាណិតអ្នកហើយឲ្យអ្នកមកផ្ទះម៉េងដើម្បីមើលថែចៅប្រុសតូចកុំប្រាប់ខ្ញុំថាអ្នកនឹងយល់ច្រឡំក្មួយនេះថាជាចៅប្រុសតូច យ៉ាវម៉េងវ៉ានខ្ញុំនឹងមិនអីណាជាប្រមាថកូនខ្ញុំបែបនោះទេ អ្នកនឹងធ្វើអ្វីចំពោះរឿងនេះអស់រយៈពេលជាច្រើនឆ្នាំមកនេះគ្មាននរណាម្នាក់ធ្លាប់ឃើញឪពុករបស់កូននោះទេក្រៅពីនេះគាត់អាចជាអ្វីទៀតបើមិនមែនជាកូនខុសច្បាប់ គាត់មិនមែនទេ ដូច្នេះប្រាប់យើងមកតើអ្នកណាជាឪពុករបស់កូននោះបើគាត់មានតម្លៃអ្វីយើងមើលឲ្យគាត់បង្ហាញខ្លួនមក តើកូនរបស់ស៊ីជីឈីងបានមកដល់ហើយឬនៅ បាទគាត់មកដល់ហើយក្មួយនោះឆ្លាតហើយគួរឲ្យស្រឡាញ់ណាស់ ស៊ីជីឈីងនេះជាពិធីជប់លៀងរបស់គ្រួសារម៉េងអ្នកបម្រើដូចអ្នកហ៊ានអីនាំកូនម្នាក់តែមិនស្គាល់ឪពុកមកបង្ហាញភាពអាម៉ាស់នៅទីនេះ វិធីការសម្រេចចិត្តរបស់កូនទៅឆ្វឹងតែឲ្យសៀវបាវមកតែម៉េងអ្នកមានសិទ្ធិអ្វីដើម្បីមកបញ្ចេញមិត្តរាគុណ ដោយសារខ្ញុំជាមនុស្សដែលសំខាន់បំផុតចំពោះកូនចៅទាំង3នាក់សូម្បីតែនៅក្នុងគ្រួសារម៉េងក៏ដោយពាក្យរបស់ខ្ញុំមានទម្ងន់ឆ្មាំយកក្មួយនេះទៅកន្លែងណាមួយតែមើលមិនឃើញកុំឲ្យលោកម្ចាស់និងកូនចៅទាំង3នាក់ខកចិត្ត ទេសៀវបាវ កុំ សៀវបាវ ម៉ាក់ជួយខ្ញុំផង យ៉ាវម៉េងវ៉ានគុំធ្វើបាបសៀវបាវសៀវបាវ សៀវបាវ សៀវបាវ ម៉ាក់សៀវបាវខ្លាចណាស់ សៀវបាវ គុំខ្លាចសៀវបាវសៀវបាវ ម៉ាក់នៅទីនេះងឹតណាស់ សៀជីឈីងកុំខ្ជះខ្ជាយកម្លាំងរបស់អ្នកខ្ញុំទៅតែដាក់កូនរបស់អ្នកនៅក្នុងនោះឲ្យសម្រាកមួយសន្ទុះហេតុអ្វីបានជាអ្នកប្រញាប់ម្លេះ សៀវបាវមានជំងឺហូរឈាមប្រសិនបើមិនបានសៀវបាវតន់ពេលទេគាត់អាចបាត់បង់ឈាមច្រើនពេកម៉េងវ៉ានតែអាចមានរឿងអាក្រក់កើតឡើងមែនទេ កុំជឿនាងជំងឺហូរឈាមមិនសមហេតុផលតើជំងឺចម្លែកអ្វីទៅនោះ យ៉ាវម៉េងវ៉ានឲ្យសមខ្ញុំប្រសិនបើអ្នកចង់សម្លាប់ឬធ្វើបាបនរណាម្នាក់ចូលធ្វើវីចំពោះខ្ញុំសៀវបាវគ្រាន់តែជាកូនក្មេងអាយុ5ឆ្នាំប៉ុណ្ណោះហេតុអ្វីបានជាអ្នកធ្វើបែបនេះចំពោះគាត់ហេតុអ្វី អ្នកចង់បានសមមែនទេបានហើយតារាប់ណាអ្នកដាក់ដៃចូលទៅយកវាដោយដៃរបស់អ្នកខ្ញុំនឹងលែងឲ្យទាំងស្រុង សៀវបាវឈឺណាស់ម៉ាក់សូមជួយសង្គ្រោះសៀវបាវផង អ្នកធ្លាប់តែពូកែមែនទេហេតុអ្វីសម្រាប់កូនប្រុសជាទីស្រឡាញ់របស់អ្នកអ្នកថែមទាំងមិនព្រមធ្វើរឿងតូចតាចបែបនេះ សៀវបាវម៉ាក់នឹងជួយសង្គ្រោះអូនប្រាកដជាមិនខាន ហើយអ្នកហ៊ានហៅខ្លួនឯងថាជាម្ដាយខ្ញុំគិតថាអ្នកមិនសូវជាម្ដាយល្អប៉ុន្មានទេ ជើប្រសិងបេមកដល់ហើយជើប្រខ្ញុំសូមអង្វរសូមជួយសង្គ្រោះសៀវបាវផងគាត់រងអូបួរយ៉ាវម៉េងវ៉ានបានចាក់សារគាត់នៅក្នុងបន្ទប់នោះ សៀវបាវបងទី2មកទីនេះ សៀវបាវម៉ាក់នៅទីនេះសៀវបាវ កាន់គាត់ឲ្យមម
មុខរបួសដោយខ្លួនវាមិនធំទេប៉ុន្តែហេតុអ្វីបានជារោគសញ្ញាទាំងនេះមើលទៅស្រដៀងនឹងខ្ញុំដូច្នេះ សៀវកៅមានជំងឺឈាមម្ដង អ្វីគាត់មានជំងឺធ្លាក់ឈាម មានបញ្ហាអ្វី គ្មានអ្វីទេកុំបារម្ភខ្ញុំបានឲ្យថ្នាំពិសេសដល់គាត់សម្រាប់ជំងឺធ្លាក់ឈាមជាពិសេសបងស្រីវ៉ាងយកប្រអប់ថ្នាំមកមានអ្វីកើតឡើងយ៉ាវមេងវ៉ាន់អ្នកបានធ្វើអ្វីឥឡូវ មិនមែនខ្ញុំទេបងស៊ីងយេវាជាក្មេងនោះគាត់ត្រូវពីពេកទៅហើយគាត់ប៉ះខ្ញុំមុនហើយបន្ទាប់មកគាត់ដួលដោយខ្លួនឯងខ្ញុំគ្រាន់តែព្យាយាមជួយគាត់ដូច្នេះខ្ញុំឲ្យគាត់សម្រាកក្នុងបន្ទប់គេងដើម្បីឲ្យគាត់ស្រួលខ្ញុំមិនបានធ្វើអ្វីទេ យ៉ាវមេងវ៉ាន់អ្នកនៅតែកុហក ស៊ីជីឈៀងហ៊ានវាយខ្ញុំអ្នកគ្រាន់តែជាអ្នកបម្រើ អ្នកមានសិទ្ធិអ្វីវាយខ្ញុំយ៉ាវមេងវ៉ាន់ខ្ញុំបានប្រាប់ហើយគុំពៀនដែរហ៊ូសព្រមដែរពីមុនទូបីអ្នកធ្វើអ្វីដល់ខ្ញុំក៏ដោយខ្ញុំមិនខ្វល់ទេប៉ុន្តែខ្ញុំនឹងមិនអោយអ្នករួចខ្លួនឡើយចំពោះការប៉ះពាល់ស៊ីប៉ា បងសយុមើលនាងនេះនៅតែជាគ្រូសាមេងនាងប្រព្រឹត្តចំពោះខ្ញុំបែបនេះនៅមុខអ្នកម្នាក់ឯង ដូច្នេះអ្នកពិតជាចង់ចាំថានេះជាគ្រូសាមេងយ៉ាវមេងវ៉ាន់អ្នកហ៊ានសម្លុតអ្នកណាម្នាក់នៅក្រោមការការពាររបស់គ្រូសាមេងនៅក្នុងផ្ទះរបស់ខ្ញុំអ្នកកំពុងរករឿង អត់ទេបងសយុគឺពួកគេ អ្វីដែលពិតជាកើតឡើងនឹងច្បាស់លាស់បន្ទាប់ពីការស៊ើបអង្កេតបងស្រីវ៉ាងហៅកាត់វីដេអូកាមេរ៉ាអញ្ចឹងហើយដែលអ្នកមានន័យថាគាត់បុកអ្នក ទេបងស៊ីងយេអ្នកមិនយល់ទេក្មេងនោះគាត់ ល្មមហើយវាជារឿងមួយដែលអ្នកចេះអួតឈ្មោះយើងហើយធ្វើធំនៅខាងក្រៅប៉ុន្តែថ្ងៃនេះអ្នកថែមទាំងមិនលើកលែងក្មេងអាយុ5ឆ្នាំអ្នកគួរស្អប់ណាស់អ្នកមិនត្រូវបានស្វាគមន៍ក្នុងគ្រួសារមេងទៀតទេចេញទៅ បងសេយូអ្នកមិនអាចធ្វើបែបនេះចំពោះខ្ញុំបានទេលោកតាស្រឡាញ់ខ្ញុំជាងគេបើអ្នកធ្វើបែបនេះគាត់នឹងខឹងខ្លាំងពេលដឹង កុំយកលោកតាមកសង្កត់យើងលោកតាអាចចាស់ហើយប៉ុន្តែគាត់មិនល្ងងទេខុសត្រូវគាត់នៅតែអាចសម្គាល់បានបើអ្នកមិនអាចដើរចេញដោយខ្លួនឯងទេខ្ញុំនឹងហៅសន្តិសុខ សៀវប៉ាវសៀវប៉ាវសៀវប៉ាវកើតអីគុំកំភើយមក អាយ៉ៃប្រញាប់យកគាត់ទៅមន្ទីរពេទ្យ លោកម្ចាស់ទាំងកោ លោកតាមមកដល់ហើយ បងវ៉ាងជួយដោះស្រាយផង តាមមកហេតុអ្វីអ្នកដើរយឺតម្លេះមិនមែនអញ្ចឹងទេលោកម្ចាស់នៅអាយុខ្ញុំនេះស្លៀកពាក់បែបនេះវាគួរតែបន្តិចអ្នកដឹងអីនេះជាម៉ូតូរបស់ក្មេងអ្នកគួររៀនឲ្យចំណានពេលចើប្រុសខ្ញុំត្រឡប់មកទៅវិញអ្នកនឹងលេងជាមួយគាត់បែបនេះរាល់ថ្ងៃអាឡៃ ប្រងត្រង់ទៅសៀវប៉ាវមកនឹងយកកូនទៅមន្ទីរពេទ្យភ្លាម ក្មេងនេះកូននោះរបួសស្និនម្លេះដូចចំណេះបានគីនោះមើលទៅដូចជាកូនរបស់អ្នកមេដកក្នុងគ្រួសារយើងបងស្រេចវាងបាននិយាយថាអ្នកជំនាញអាហារូបត្ថម្ភថ្មីគ្មានកន្លែងមើលកូនទេដូច្នេះលោកតែទី1បានលើកលែងហើយអនុញ្ញាតឲ្យនាងយកកូនមកធ្វើការផងហើយស្ត្រីម្នាក់យកកូនមកធ្វើការឪពុករបស់កូននោះធ្វើអ្វីពេញមួយថ្ងៃ លោកវិកបណ្ឌិតចៅឥឡូវសៀវប៉ាវមានសភាពយ៉ាងម៉េចដែរ មែនហើយចំនួនផ្លាកែតក្នុងរាងកាយរបស់សៀវប៉ាវបានថយចុះយ៉ាងខ្លាំងតាំងពីលើកមុន មានផែនការព្យាបាលអ្វីដែរទេ ខ្ញុំខ្លាចចំណេះដឹងរបស់ខ្ញុំមានកម្រិតយើងបានប្រើថ្នាំសំស្របទាំងអស់ហើយប៉ុន្តែមន្ទីរពេទ្យយើងទើបតែទទួលបានលោកនាយកមេងគាត់ជាអ្នកជំនាញខាងជំងឺឈាមអ្នកអាចសាកល្បងពិគ្រោះយោបល់ជាមួយគាត់បាន លោកនាយកមេង ក្នុងថ្ងៃបុណ្យដ៏អស្ចារ្យឲ្យបែបនេះរឿងធ្ងន់ធ្ងរបែបនេះត្រូវតែកើតឡើងនៅផ្ទះ ទាំងអស់នេះជាកំហុសរបស់អ្នកប្រសិនបើអ្នកមិនចេះតែចុះចិត្តយ៉ាវមេងវ៉ាន់ធ្វើម៉េចនាងអាចខ្លាចជាមនុស្សព្រៃផ្សៃបែបនេះ មិនថាយ៉ាងណាទេនាងបានជួយសង្គ្រោះជីវិតខ្ញុំកាលពី12ឆ្នាំមុនពេលខ្ញុំប្រទះជាមួយសម្ពាធឈាមខ្ពស់មានក្មេងស្រីម្នាក់បានដើរកាត់នៅទីនោះជាតិអ្នកហៃរ៉ុតដិនរស់សង្គ្រោះឲ្យខ្ញុំបើមិនអញ្ចឹងទេកូនទាំង3នឹងខ្លាចជាកំព្រាតាំងពីយូរមកហើយ លោកតាយើងខ្ញុំយល់ពីបំណងចង់សងគុណនាងរបស់លោកតាប៉ុន្តែវាមានវិធីជាច្រើនដើម្បីសងគុណលោកតាពិតជាមិនចាំបាច់លើកដំកើងនាងខ្លាំងបែបនេះទេ អ្នកគិតថាខ្ញុំចង់អញ្ចឹងមែនទេកូនទាំង3ក៏កាន់តែចាស់ហើយម្នាក់ក៏មិនទាន់រៀបការដែរតែខ្ញុំមិនចាំបាច់ទុកបំរុងនឹកក្បែរដែរទេតើកូនគ្រូនៅលីវមួយជីវិតហើយស្លាប់ម្នាក់ឯង ហេលោកតាកុំដាក់យើងខ្ញុំរួមគ្នាទាំងអស់
ខ្ញុំប្រកាសជាមិនចង់នៅលីវរហូតទេចាស់ពិតមែនម្យ៉ាងវិញទៀតខ្ញុំមានកូនប្រុសរួចហើយធ្វើម៉េចខ្ញុំអាចស្លាប់ម្នាក់ឯងប៉ុន្តែអ្នកណាជាឪពុករបស់ក្មេងនោះគឺមិនទាន់ច្បាស់លាស់ទេ ហើយអ្នករកនេះចេះតែទួតខ្វល់ខ្វាយពីកូនអ្នកដតីខ្លាំងណាស់ប៉ុន្តែចៅប្រុសរបស់ខ្ញុំនៅមិនទាន់រកឃើញដែរបាត់មនុស្សសេតប្រយោជន៍អូលោកម្ចាស់ទាំងរស់តាមពិតទៅលោកតាគាត់ លោកអ្នកគ្រប់គ្រងលីវតើអ្នកមិនខ្មាស់ហ៊ានទេ អូអត់ទេលោកម្ចាស់ច្បងសុំឲ្យខ្ញុំបញ្ចុះអូអត់ទេលោកម្ចាស់ទី3ស្ដាប់ការបញ្ចុះខ្ញុំ គួរឲ្យកោតសរសើរណាស់ កូនទាំង3 សួស្តីខ្ញុំចង់ណត់ជួបជាមួយនាយកមេង ខ្ញុំសុំទោសប៉ុន្តែការវិភាគរបស់លោកនាយកមេងពេញទាំងខែក្រោយ មួយខែទៀតតែអ្នកអាចធ្វើការនេះពិសេសបានទេហើយជួយបញ្ចូលយើងផងបានទេគុណរបស់ខ្ញុំស៊ឺតមុនណាយើងមិនអាចរងចាំយូរនោះទេ អ្នកដែលមកជួបនាយកមេងគ្រប់គ្នាសុទ្ធតែឈឺធ្ងន់បើអ្នកគ្រប់គ្នាសុំការណាត់បន្ថែមអ្នកគិតថាអ្នកជាអ្នកណា ខ្ញុំសំទោសប៉ុន្តែស្ថានភាពកូនខ្ញុំពិតជាមិនអាចរងចាំបានទេ តាអ្នកណាត់ជួបបើអត់បើអត់ទេកុំខាត់ពេលយើងនៅតែរងចាំតម្រង់ជួបពីក្រោយអ្នក ពិតមែនម៉ាក់នោះហើយពូមេងគម្រង មែនទេពិតជាស្តានមែនស៊ីបាយយើងรู้ហើយម៉ាក់នឹងនាំកូនទៅគ្រូសាមេងទៅរកពូមេងមែនទេ គ្រូសាមេងម្ដាយកូននេះជាអ្នកណាពួកគេអាចទៅផ្ទាល់តែម្ដងទៅគ្រូសាមេងទៅរកនាយកមេង ខ្ញុំមកថានាយកមេងកំពុងស្វែងរកកូនប្រុសដែលបាត់បង់ជីហ្សួរមកហើយកូននោះមើលទៅដូចនាយកមេង ប៉ុន្តែកូនណាហៅឪពុកខ្លួនឯងថាពូការវះកាត់នេះត្រូវធ្វើដូចនេះតែម្ដងបន្តតាមផែនការយល់ហើយពូយ៉ាន់ស៊ីអូស៊ីប៉ាវមកធ្វើអីនៅទីនេះកូននោះស្គាល់នាយកមេងមែន មើលនាយកមេងកំពុងអបកូនឥឡូវមើលទៅកាន់តែដូចគ្នាមែនទេ អូកញ្ញាស៊ីម៉ាក់នាំខ្ញុំមកពេទ្យខ្ញុំមិននឹកស្មានថាពេទ្យដែលស៊ីប៉ាវត្រូវការជួបគឺអ្នកនាយកមេងអ្នកស្គាល់ស៊ីប៉ាវអាកញ្ញាស៊ីជាមិត្តរបស់ខ្ញុំបើអ្នកមកជួបខ្ញុំមិនបាច់ណាត់ទេគ្រាន់តែមករកខ្ញុំផ្ទាល់យល់ទេទៅ ទេ ល្អហើយដកដង្ហើមចេញ ដកដង្ហើមចូល អ្នកស្រីស៊ីឪពុករបស់សៀវប៉ាវណៃណា ឪពុកសៀវប៉ាវ ខ្ញុំមិនមានចេតនាអ្វីទេប៉ុន្តែជំងឺហូរឈាមពីកំណើតដូចនេះមានឱកាសខ្ពស់ណាស់តែអាចជាដំណពូជដូច្នេះខ្ញុំសង្ឃឹមថាអាចយល់ថាតើឪពុករបស់សៀវប៉ាវមានរោគសញ្ញាដូចគ្នាដែរឬទេ សៀវប៉ាវមានឪពុកទេ ពូមេងម៉ាក់ថាប៉ារបស់សៀវប៉ាវបានទៅកន្លែងឆ្ងាយណាស់ហើយគាត់មិនអាចត្រឡប់មកវិញបានទៀតទេខ្ញុំសុំទោសខ្ញុំមិនដឹងថាប្តីរបស់អ្នកបាន អូទេណាយកខុសហើយលោកម្ចាស់ឪពុករបស់សៀវប៉ាវនិងខ្ញុំវាគ្រាន់តែជាការជួបតែមួយផ្លែប៉ុណ្ណោះដូច្នេះអស់រយៈពេលប៉ុន្មានឆ្នាំនេះមានតែខ្ញុំនិងសៀវប៉ាវយើងពីរនាក់ពំផ្អែកលើកគ្នាទៅវិញទៅមក មែនទេការជួបតែមួយផ្លែតតើនាងអាចជា បងយ៉ាន់ស៊ីមើលអ្វីដែលខ្ញុំបានយកមកឲ្យអ្នកថ្ងៃនេះស៊ីជីឈីងអ្នកមកធ្វើអ្វីនៅទីនេះដូច្នេះអ្នកពិតជា អ្នកស្រីយ៉ាវឈប់សៀវប៉ាវជាអ្នកជំងឺរបស់ខ្ញុំគោរពគាត់បន្តិច បងយ៉ាន់ស៊ីខ្ញុំដឹងថាអ្នកខឹងនឹងខ្ញុំដោយសារតែអ្វីដែលបានកើតឡើងក្នុងពិធីបុណ្យគោមដូច្នេះថ្ងៃនេះខ្ញុំបានធ្វើស៊ុបមាន់ពិសេសដើម្បីសុំទោសអ្នក ហេតុអ្វីបានជាអ្នកដែលអ្នកធ្វើបាបគឺអ្នកស្រីសៀនិងសៀវប៉ាវអ្នកគួរតែសុំទោសពួកគេ ហេតុអ្វីខ្ញុំត្រូវសុំទោសនាង អ្នកឈួតឬ អ្វី នេះជាមន្ទីរពេទ្យបើអ្នកឈឺទៅជួបគ្រូពេទ្យបើមិនឈឺទេកុំរំខានដល់ការពិនិត្យជំងឺរបស់ខ្ញុំសូមចេញទៅ បងយ៉ាន់ស៊ី ចេញទៅ លោកម្ចាស់ដូច្នេះអំពីស្ថានភាពរបស់សៀវប៉ាវឥឡូវនេះតើគាត់ត្រូវចូលមន្ទីរពេទ្យទេ មិនទាន់ទេខ្ញុំបានចេញវេជ្ជបញ្ជីថ្នាំពិសេសខ្លះឲ្យគាត់ហើយរួមបញ្ចូលជាមួយប្រវត្តិជំងឺពីមុនរបស់គាត់ខ្ញុំបានរៀបចំផែនការព្យាបាលលម្អិតសម្រាប់គាត់វាអាចចំណាយពេល2 3ថ្ងៃប៉ុន្តែឥឡូវនេះជាកំពូលរដូវផ្ដាសាយសម្រាប់ក្មេងដូចសៀវប៉ាវដែលមានភាពធន់ទាបជាងគេអ្នកត្រូវរក្សាគាត់ឲ្យក្តៅបន្ថែមទៀតបើអ្នកចេញទៅខាងក្រៅគួរតែពាក់ម៉ាស់ល្អហើយម៉ាក់ពេលនេះយើងអាចត្រឡប់ទៅផ្ទះបានហើយចាស់មែនហើយ យើងអាចទៅផ្ទះវិញបានហើយលោកម្ចាស់តើគុណច្រើនយើងសុំលីហើយ ទៅសៀវប៉ាវ
លេហើយជំរាបសួរលោកវិជ្ជបណ្ឌិតចៅផ្ញើលទ្ធផលតេស្តរបស់សៀវប៉ាវមកឲ្យខ្ញុំត្រូវការព័ត៌មានជីវសាស្ត្រទាំងអស់របស់គាត់ លោកម្ចាស់មានរឿងអាក្រក់កើតឡើងហើយអាក្រក់អ្វីដូច្នេះខ្ញុំរកមិនឃើញខ្ញុំរកឃើញអាសេដ្ឋានរបស់កូនម្ចាស់ហើយអញ្ចឹងអាក្រក់អ្វីណាប្រញាប់នាំខ្ញុំទៅជួបទៅប្រុសរបស់ខ្ញុំភ្លាមបែកលោកម្ចាស់ជឿច្រត់របស់លោក បងស៊ីងយេខ្ញុំដឹងថាខ្ញុំខុសហើយសូមបើកទ្វារផងណាបងស៊ីងយេខ្ញុំឈរនៅទីនេះពេញមួយថ្ងៃហើយជើងខ្ញុំឈឺណាស់បងស៊ីងយេខ្ញុំដឹងថាបងល្អបំផុត តើអ្នកប្រកាសទេថាលោកតាបានរកឃើញក្មេងនោះហើយអញ្ចឹងខ្ញុំនឹងទៅភ្លាម បងស៊ីងយេខ្ញុំចង់មើលដោយខ្លួនឯងថាអ្វីដែលពួកមេងបានខំប្រឹងរក លោកតា ប្រូនទី3មកធ្វើទីនេះ ខ្ញុំតាមលោកតាមកនឹងមេងសយុនិងមេងយ៉ាន់ស៊ីបានធ្វើឲ្យទីក្រុងជាងពេលនេះច្របល់រកគ្រប់ទីកន្លែងប៉ុន្តែគេមិនស្មើនឹងលោកតាដែលចេះល្បិចកលនោះទេបណ្ដាញព័ត៌មានរបស់លោកតា នៅតែមុតស្រួលជាងគេ ខ្ញុំគ្រាន់តែចាំមើលលោក អ្នកឯងល្បិចឆ្លាស់ណាស់ មានអ្នកនៅផ្ទះទេ រកអ្នកនៅបន្ទប់លេខ101ពួកគេផ្លាស់ចេញទៅហើយមែនទេ ពួកគេផ្លាស់ចេញទៅហើយជឿប្រុសរបស់ខ្ញុំលោកម្ចាស់ខ្ញុំមិនអីទេ ជាស្ត្រីវ័យក្មេងម្នាក់ដែលមានក្មេងអាយុ5ឆ្នាំ ចា យើងខកខានពួកគេម្ដងទៀត បងស៊ីងយេបើអ្នកសួរខ្ញុំស្ត្រីនោះក៏មិនល្អដែរអ្នកណាដឹងប្រហែលជានាងរៀបចំផែនការតាំងពីដើមដើម្បីដណ្ដើមយកទ្រព្យសម្បត្តិគ្រួសារមេង ពិតមាត់ បងស៊ីងយេពីមុនបងមិនដែលធ្វើអញ្ចឹងជាមួយខ្ញុំទេតាំងពីស្ត្រីនោះស៊ីជីឈីងលេចមុខមកអ្នកទាំងអស់គ្នាបានផ្លាស់ប្ដូរ ទោះសៀវប៉ាវយើងទៅតែវិញ ស៊ីជីឈីងគឺនាង លោកមេង លោកម្ចាស់ទី3 តើអ្នកកំពុងធ្វើអ្វីនៅទីនេះតែមានរឿងអ្វីកើតឡើង កុំប្រាប់ខ្ញុំថាស៊ីជីឈីងជាមនុស្សដែលពួកគេកំពុងស្វែងរក វាមិនអាចកាយដល់ឲ្យដូចនេះទេ ជឿប្រុសរបស់ខ្ញុំ ម៉ាក់ខ្ញុំធ្លាប់ឃើញតានេះពីមុន សៀវប៉ាវកុំនិយាយរឿងអ្នកប្រយោជន៍បើមិនដូច្នេះទេម៉ាក់នឹងត្រូវការប្រាក់ខែ ប៉ុន្តែសៀវប៉ាវពិតជាធ្លាប់ឃើញគាត់ពីមុនមែនស៊ីជីឈីងអ្នករស់នៅបន្ទប់101មែនទេ 101ទេខ្ញុំរស់នៅបន្ទប់104ហេតុអ្វីអ្នកសួរ 104 ខ្ញុំដឹងហើយមិនអាចជាស៊ីជីឈីងបាន អ្នកគ្រប់គ្រងលីវ ខ្ញុំទៅសិនដាក់ពង្រីមនុស្សបន្ថែម ហើយបន្តស្វែងរកបាត់លោកម្ចាស់ លោកម្ចាស់ទី3តែយើងអាចទៅតែលើបានទេ ទេសាប់ បងស៊ីងសេ ហេមានអ្វីចង់និយាយហាអ្នកមិនធុញទៅ ស៊ីជីឈីងមកពីអ្នកទៀតហើយខ្ញុំនឹងមិនឲ្យអ្នករួចខ្លួនពីរឿងនេះទេ ចាំមើលខ្ញុំហាក់ដូចជាចាំបានស្ត្រីដែលមានកូននោះធ្លាប់រត់នៅបន្ទប់104 អា នឿយណាស់ ហេតុអ្វីបានជាអ្នកទាំងអស់គ្នាមើលមកខ្ញុំ អ្នកម្ចាស់ទី3ពូស៊ីងយាយសូមអង្គុយ ស៊ីជីឈីងតើអ្នកស្គាល់អ្នកចិត្តខាងទេតើអ្នកធ្លាប់ឃើញអ្នកនៅផ្ទះលេខ101ទេ អ្នកម្ចាស់ទី3ខ្ញុំចេញពីផ្ទះព្រឹកព្រលឹមមកដល់ផ្ទះខ្ញុំកំរឃើញអ្នកចិត្តខាងណា មិនអីទេក្មេងមកទីនេះហឺមកទៅនឹងសម្រាប់អ្នកវ៉យម៉ាក់មើលអ៊ុលត្រាមែនទីកា មែនហើយសៀវប៉ាវសាប់ឡើងអរគុណពូ អរគុណពូសៀងយេឯងក្មេងនេះពិតជាគួរឲ្យស្រឡាញ់មែន អូអ្នកម្ចាស់ទី3ខ្ញុំត្រូវធ្វើបាយហើយចំណែកឯអ្នកវិញ ទៅចុះថ្មីនេះខ្ញុំកំពុងហាត់ប្រាណដូច្នេះខ្ញុំញ៉ាំតិចកុំធ្វើច្រើនពេកហឺ
ហឺអីខ្ញុំមិនសូវបានមកញឹកញាប់ទេខ្ញុំញ៉ាំបាយមួយពេលមិនបានទេ អូបានខ្ញុំនឹងធ្វើបាយភ្លាម ឲ្យវាទៅវ៉យពូម៉េងចៃដន្យឲ្យណាស់ដែលបានជួបអ្នកម្ដងទៀតមិនក៏ចៃដន្យម្លេះតើគាត់អាចជាស៊ីវប៉ាវអ្នកកើតថ្ងៃណាថ្ងៃទី14ខែសីហាពេលវេលាមិនត្រូវគ្នាគាត់ធំជាង2ខែជាងកូនប្រុសរបស់ខ្ញុំហឺហេតុអ្វីមិនញ៉ាំ អូញ៉ាំទៅ ស៊ីជីឈីងខ្ញុំបានសម្រេចចិត្តហើយខ្ញុំចង់ធ្វើជាឪពុករបស់សៀវប៉ាវអឹម ហេហាកាយម្ចាស់ទី3តែណក់មិនគិតថាការនិយាយបែបនោះប្រញាប់ពេកបន្តិចមែនទេ អ្នកគិតច្រើនពេកហើយគឺខ្ញុំចង់និយាយថាសៀវប៉ាវនិងខ្ញុំត្រូវគ្នាណាស់បន្ទាប់ពីខ្ញុំរកឃើញកូនប្រុសរបស់ខ្ញុំនឹងយកសៀវប៉ាវធ្វើជាកូនចិញ្ចឹមម្យ៉ាងទៀតសៀវប៉ាវគួរឲ្យស្រឡាញ់ណាស់គាត់នឹងក្លាយជាមិត្តល្អជាមួយកូនប្រុសរបស់ខ្ញុំ ហាតោះញ៉ាំ ខ្ញុំទៅហើយ ចូលទៅក្នុងផ្ទះវិញត្រជាក់ណាស់លាហើយពូស៊ីងយេពេលក្រោយមកលេងទៀតណាអូខេ បាយ ពូស៊ីងយេក៏ល្អណាស់ដែរមែនទេម៉ាក់ខ្ញុំឆ្ងល់ថាឪពុករបស់សៀវប៉ាវនឹងល្អបែបនេះដែរឬទេ ស៊ីប៉ាវម៉ាក់សុំទើពេលដែលម៉ាក់ពូអូនម៉ាក់ดูដោយចៃដន្យធ្វើឲ្យអូនកើតមិនគ្រប់ខែ2ខែធ្វើឲ្យអូនទាំងខ្សោយនិងឈឺញឹកញាប់ដោយមានប្រការភាពពីកំណើតហើយក៏ធ្វើឲ្យអូនបាត់បង់សេចក្តីស្រឡាញ់ពីឪពុកអស់រយៈពេល5ឆ្នាំ ម៉ាក់មិនបានធ្វើឲ្យសៀវប៉ាវខកចិត្តតតែសោះសៀវប៉ាវសប្បាយចិត្តណាស់ហើយដែលមានម៉ាក់គឺជាម៉ាក់ល្អបំផុតនៅលើពិភពលោកទាំងមូលសូម្បីតែឪពុក3នាក់ក៏មិនអាចប្រៀបបានដែរ ស៊ីប៉ាវ ម៉ាក់សន្យាជាមួយកូន ម៉ាក់នឹងខំធ្វើការថែមទៀតរកលុយឲ្យបានច្រើនថែមទៀតហើយจึงឲ្យស៊ីប៉ាវរបស់លេងប៉ុណ្ណឹង ហើយប៉ុណ្ណឹងទៀត ប៉ុណ្ណឹងអញ្ចឹងមេងស៊ីងយេមិនទាន់រកឃើញកូននោះទេមែនទេខ្ញុំយល់ហើយអូមែនហើយដំឡើងប្រាក់ខែឲ្យស៊ីជីឈីងនាងមានកូនឈឺវាមិនងាយស្រួលទេសម្រាប់នាង ក្នុងរយៈពេលតែប៉ុន្មានថ្ងៃមេងយ៉ាន់ស៊ីនិងមេងស៊ីងយេទាំងពីរនាក់បានចូលខាងស៊ីជីឈីងហើយវេទមុនអ្វីតែស្រីនោះមាន បើនៅសួរខ្ញុំម៉េងវ៉ាន់អ្នកក៏មិនក្មេងទៀតហើយអ្នកត្រូវធានាតំណែងរបស់អ្នកឲ្យបានឆាប់កុំបន្តធ្វើជាពិបាកជាមួយចៃម្ចាស់ទាំង3របស់គ្រួសារម៉េងដូចមុនទៀតនៅទីបំផុតអ្នកប្រហែលជាមិនបានអ្នកណាសោះ នោះហើយម៉េងវ៉ាន់កូនប្រុសទី2និងទី3របស់គ្រួសារម៉េងមិនសូវសំខាន់ទេកូនច្បងម៉េងសេជូគឺជាអ្នកស្នងម៉ូដរបស់គ្រួសារម៉េងនាពេលខាងអនាគតអ្នកត្រូវគិតរកវិធីដើម្បីធ្វើឲ្យម៉េងសេជូស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នកឲ្យបានមាំមួន ប៉ុន្តែខ្ញុំអាចធ្វើអ្វីបានឥឡូវនេះពួកគេទាំង3នាក់ចាត់ទុកខ្ញុំដូចជាមនុស្សគ្មានតម្លៃពួកគេក៏មិនបែរមុខមករកខ្ញុំផងខ្ញុំបាត់មុខណាស់នៅចំពោះមុខមិត្តភ័ក្តិរបស់ខ្ញុំ កុំឡងងីបើអ្នកបង្កើតការពិតដែលសម្រេចតំណែងជាគុណប្រសាទបងរបស់គ្រួសារម៉េងនឹងខ្លាយជារបស់អ្នកមិនយូរមិនឆាប់ អ្នកចង់និយាយថាអញ្ចឹងលោកចៅប្រុសច្បងបានផឹកស៊ុបហើយឬអ្នកឃើញដោយផ្ទាល់ភ្នែកហើយណាគាត់មិនបានដឹងអ្វីទេមែនទេ តែប៉ុន្តែអ្នកនាងយ៉ាវ
ធ្វើបែបនេះពិតជាល្អមែនទេ បើលោកចៅប្រុសច្បងដឹងអាយ៉ូហេតុអ្វីបានជាអ្នកភ័យអញ្ចឹងថ្ងៃអនាគតពេលខ្ញុំក្លាយជាអ្នកស្រីច្បងរបស់គ្រួសារម៉េងតើអ្នកគិតថាខ្ញុំមិនអាចការពារអ្នកបានទេឥឡូវប្រញាប់ទៅចុះ យ៉ាវម៉េងវ៉ាន់អេងហ៊ានណាស់ សៀជីឈីងឯងឈួតហើយឬ ពីមុនអ្នកដាក់សោកក្នុងម្ហូបដែលខ្ញុំធ្វើឲ្យខ្ញុំត្រូវបណ្ដេញចេញពីការងារឥឡូវអ្នកដាក់អ្វីមួយចូលក្នុងស៊ុបដែលខ្ញុំធ្វើព្យាយាមរករឿងដាក់ខ្ញុំម្ដងទៀតខ្ញុំប្រាប់អ្នកឲ្យដឹងលើកនេះខ្ញុំមិនអីអ្នករួចខ្លួនទេ អូយ ឡើងដៃ ឯងលេងមុនឯងលេងអូយ ហេអ្នកទាំងពីរកំពុងធ្វើអ្វី ប្រញាប់ story ចេញ បងសឺយូ ម៉េងសឺយូនាងដាក់អ្វីមួយក្នុងស៊ុបដែលខ្ញុំធ្វើឲ្យណានាងព្យាយាមធ្វើបាបណាហើយបន្ទាប់មកដាក់កំហុសឲ្យខ្ញុំ អូមែនប្រញាប់ ធ្វើឲ្យខ្លួនឯងគួតអើយ អាយ៉ូឯងធ្វើអីបងសឺយូកុំជឿស្រីឈួតម្នាក់នេះកុំជឿនាង ប្រញាប់ឡើងវានឹងយឺតពេល ឈប់ ឡើងដៃ អូយ អើយ សៀជីឈីងឯងចេញមកពីនេះ អ្នកមិនអីទេអ្នកដឹងទេថានាងឲ្យស្នំប្រភេទអ្វីមកខ្ញុំ តើវាមិនមែន ស្នំពុលទេស្រីល្ងងអារម្មណ៍នេះ ក្លិនរបស់នាងគឺស្រដៀងនឹងក្លិនស្ត្រីនោះណាស់ពី6ឆ្នាំមុនទីបំផុតខ្ញុំរកឃើញអ្នកហើយ ចាំបន្តិច ស៊ីជីឈីងជួយខ្ញុំផង បានហើយ ខ្ញុំនឹងជួយអ្នក ជឿឡើងឡើង ស៊ីជីឈីងហ៊ានណាស់ ចាហ្វៃធំទោះបីខ្ញុំចូលចិត្តមើលបរិសង្ហាក៏ដោយខ្ញុំមិនដែលធ្វើអ្វីមួយដូចនេះដែលរកប្រយោជន៍ពីចំណុចខ្សោយរបស់អ្នកដទៃម្យ៉ាងទៀតតែអ្នកមិនបានសុំឲ្យខ្ញុំជួយណាទេខ្ញុំគិតថានេះគួរតែរាប់ថាជាការជួយ ចេញទៅ ចាស់លោកម្ចាស់ខ្ញុំនឹងរមៀលចេញពីទីនេះភ្លាមអូ ត្រូវ តែខ្ញុំគួរទៅហើយទៅចាហ្វៃទីពីមកឯណាទេគាត់ជាគ្រូពេទ្យជំនាញគាត់ប្រកាសជាមានថ្នាំបន្សាបពីស ត្រឡប់មកទីនេះការត្រូវគេដាក់ថ្នាំគឺជាការអាម៉ាស់គ្រប់គ្រាន់ហើយបើអ្នកប្រាប់គាត់ពីរឿងនេះតើវាមិនកាន់តែអាម៉ាស់ទេ អូអញ្ចឹងអ្នកត្រាំនៅទីនេះទៅខ្ញុំទៅសិនម៉េងសឺយូ បើអ្នកណាម្នាក់ដឹងអ្នកបោះខ្ញុំចូលក្នុងអាងូទឹកវានឹងគួរឲ្យអាម៉ាស់យ៉ាងខ្លាំងដូច្នេះអ្នកមិនទៅណាទេអ្នកនៅត្រង់នេះ បានហើយខ្ញុំមិនទៅណាទេពេញចិត្តហើយយូអញ្ចឹងកាលពី6ឆ្នាំមុននៅរាត្រីបុណ្យណូអែលតើអ្នកនៅណា មានបញ្ហាអីពិបាកនិយាយម្លេះមែនទេ កាលពី6ឆ្នាំមុននៅរាត្រីបុណ្យណូអែលជីតណៃដែលម្ដាយរបស់ខ្ញុំបានលាចាកលោក សុំទោសមេងសឺយូស៊ីជីឈីង កម្មចាស់ទី2កម្មចាស់ទី3 អ្នកទាំងពីរមកដល់លឿនណាស់អ្នកមិនអីទេអី មេងសឺយូអ្នកមិនមែនជាមនុស្សទេយ៉ាវមេងវ៉ាន់បានដាក់ថ្នាំឲ្យអ្នកអញ្ចឹងមិនបានអ្នកនាំស៊ីជីឈីងចូលក្នុងបន្ទប់នេះអ្នកណាក៏បានលើកលែងតែនាង
នាងមានកូនហើយបើមានរឿងអ្វីកើតឡើងរវាងអ្នកទាំងពីរចុះកូននាងវិញអញ្ចឹងអ្នកទាំងពីរដឹងនាងជាម្ដាយកូនមែនទេអញ្ចឹងហេតុអ្វីបានជាអ្នកទាំងពីរខ្វល់ពីនាងខ្លាំងម្ល៉េះ ប្រហែលជាបន្ទនិយាយគ្នាទៅខ្ញុំចេញទៅសិន ហេឯងកំពុងធ្វើអីខ្ញុំជាអ្នកមានគុណជួយសង្គ្រោះជីវិតលោកម្ចាស់ អើយ ស៊ីជីឈីងឯងតែងតែបំផ្លាញផែនការរបស់ខ្ញុំនឹងធ្វើឲ្យឯងសង្វិញ ហឹម មកហើយយ៉ាវមិញវ៉ាន់ ឯង ឯងចង់បានអីស៊ីគីឈីង ខ្ញុំគ្មានការអត់ធ្មត់នឹងឯងទៀតទេថ្ងៃនេះខ្ញុំនឹងដោះស្រាយទាំងរឿងចាស់និងរឿងថ្មីជាមួយឯងតែម្ដង កុំធ្វើបាបសៀវកាយរបស់យើង ដោយសារឯងមិនព្រម ចាក់ចេញពីទីក្រុងចេងកើត អញ្ចឹងថ្ងៃនេះខ្ញុំនឹងបំបាក់តែជើងរបស់ឯងនិងកូនឯងហើយបោះឯងចេញទៅឲ្យឯងលូនក៏មិនអាចមកវិញបានដែរចាប់នាងសៀវប៉ាវ ម៉ាក់ស៊ីប៉ាវកុំយឹមសៀវកាវស៊ីប៉ាវឯងកំពុងធ្វើអី ចាំមើលលើកនេះថាតើមួយណាក្នុងចំណោមកូនប្រុសទាំង3របស់គ្រួសារមេងនឹងមកជួយសង្គ្រោះឯង លទ្ធផលតេស្តទាំងអស់របស់ស៊ីសៀវប៉ាវគឺនៅទីនេះអូត្រូវហើយវិជ្ជបណ្ឌិតមេងបើខ្ញុំចាំត្រូវអ្នកក៏ជាប្រភេទឈាមរអវិជ្ជមានមែនទេបាទខ្ញុំជាមែនហើយអ្វីបានជាសួរមិនអីទេគ្រាន់តែជារឿងចៃដន្យមួយអ្នកទាំងពីរមានបញ្ហាហូរឈាមហើយគាត់ក៏ជារអវិជ្ជមានដែរអ្នកថាអីគាត់ក៏មានប្រភេទឈាមប៉ាន់ដាដែរឬបាទឱកាសវាស្ទើរតែប្រកបពួកគេជាឪពុកកូនមនុស្សអាក្រក់លែងសៀវប៉ាវចុះ ស៊ីប៉ាវកុំយឹមស៊ីប៉ាវម៉ាក់នៅទីនេះ លោកម្ចាស់ច្បាំងយើងធ្វើកុសហើយ ខុសអ្វីប្រញាប់អ្វីម្លេះ អត់ដែរយើងច្រឡំលេខបន្ទប់ហើយមនុស្សដែលយើងកំពុងស្វែងរកមិននៅបន្ទប់101ទេប៉ុន្តែ104 អ្វីអញ្ចឹងអ្នកកំពុងនិយាយថាសៀវប៉ាវ អាយ៉ាខ្ញុំពីនិតថ្មម្ដងទៀតកូននេះកើតមិនគ្រប់ខែបើគាត់មិនបានកើតមុនកាលកំណត់ការបរិច្សេទនឹងត្រូវគ្នាចោះ ខ្ញុំដឹងថាវាចៃដន្យពេកសូម្បីតែស្នាមពីកំណើតក៏ដូចគ្នាទាំងស្រុងជាមួយមនុស្សនោះ យ៉ាវមិញវ៉ាន់ហេតុអ្វីបានជាណាត់ទូធ្វើឲ្យយើងដាយកូនវីនីសហេតុអ្វីបានជាអ្នកខូចខំលេះ កុំសួរខ្ញុំពីមូលហេតុគ្រាន់តែដឹងថាថ្ងៃនេះទោះបីជា ព្រះអង្គតយើងមក ក៏គ្មានអ្នកណាអាចជួយសង្គ្រោះអ្នកបានដែរ ម៉ាក់ ប្រធានយើងបានបញ្ជាក់ព័ត៌មានលម្អិតហើយកាលពី6ឆ្នាំមុននៅរាត្រីបុណ្យណូអែល វាពិតជាថ្ងៃគម្រប់នៃការជុំទីវង្គត របបដាយកញ្ញាស៊ី ទោះយ៉ាងណាដោយសារហេតុផលខ្លះ នាងក៏ខាន ពេលវេលាចុងក្រោយរបស់ម្ដាយនាង នាងបានត្រឡប់មកមន្ទីរពេទ្យវិញ នៅព្រឹកបន្ទាប់ប៉ុណ្ណោះ ប៉ុន្តែ នៅរាត្រីដែលនោះ នាងកំពុងបញ្ជូនអាហារទៅសន្តាគារជុនសេងស៊ីជីឈីងគឺនាងហើយ អីយ៉ាកូនតូចគុំយំ ដោយសារតែអ្នកយកចិត្តទុកដាក់ខ្លាំង ចំពោះកូនប្រុសរបស់អ្នក ទេ អញ្ចឹងយើងចាប់តាមជាមួយគាត់ទេ ធ្វើវាបំបាក់ដៃគាត់ ទេ ឈប់ កុំ ស៊ីសៀវប៉ាវគឺជាកូនរបស់ខ្ញុំ លែងគាត់ទៅទេឈប់ ទេឈប់នៅទីនោះ ឈប់ សៀវប៉ាវមិនអីទេគាត់ឈឺទេស៊ីជីឈីងអ្នកមិនអីទេ ខ្ញុំគ្រាន់តែចង់បន្លាចគេប៉ុណ្ណោះខ្ញុំមិនបានធ្វើអីទេ ស៊ីនយេយ៉ាងណាក៏ដោយនាងបានជួយសង្គ្រោះលោកតាមែន បាទបងស៊ីងយេសូមដោយសារការបម្រើរបស់ខ្ញុំចំពោះលោកតាសូមលើកលែងខ្ញុំតែម្ដងខ្ញុំមិនហ៊ានធ្វើទៀតទេ ចេញទៅ ណែប្រកឡើងអ្នកគ្រាន់តែទុកឲ្យនាងទៅបែបនេះហើយក ុំបារម្ភខ្ញុំនឹងមិនទុកឲ្យគ្រួសារយ៉ាវនេះទេប៉ុន្តែពេលនេះយើងមានរឿងសំខាន់ជាង រឿងសំខាន់អ្វី ខ្ញុំជាឪពុកកូននេះ Jess នេះជាគេប្រុសរបស់ខ្ញុំកំណប់ទូចរបស់ខ្ញុំលោកតាឃើញយ៉ាងហើយហូ ប៉ុន្តែលោកតាមានកូនប្រុស3នាក់តើមួយណាជាប៉ារបស់ខ្ញុំ
កញ្ញាសេ ក្នុងចំណោមកូនប្រុសសិតបានការទាំង3របស់ខ្ញុំតើមួយណាជាពុករបស់សៀវប៉ាវ ចុះបើខ្ញុំនិយាយថាខ្ញុំក៏មិនដឹងដែរអូពីព្រោះយូនូខ្ញុំផ្អើលភ្លេងហើយកោកតែខ្លួនខ្ញុំមិនដឹងខ្លួនទាំងស្រុងមកយ៉ាងទៀតបន្លឺក្នុងបន្ទប់ស្រអប់ដូច្នេះខ្ញុំមើលមិនច្បាស់ពីមកឺពុកចុះបើយ៉ាងធ្វើការតេស្តបញ្ជាក់ពីឪពុក កញ្ញាស៊ីបានធ្វើមួយរួចហើយទាំង3នាក់សុទ្ធតែត្រូវគ្នា មិនអត់ទេរូតខ្ញុំប្រកាសថាយុគនោះមានតែម្នាក់ប៉ុណ្ណោះមិនអត់ទេខ្ញុំប្រកាសថារីត្រីនោះមានតែម្នាក់គាត់ គឺកញ្ញាសៀអ្វីដែលខ្ញុំចង់និយាយគឺអ្នកម្ចាស់តូចទាំង3គឺជាគុណភ្លោះ3ដូចគ្នានៅកម្រិតទីសាស្ត្រពួកគេមិនអាចបែងចែកបានទេ ហើយមែនទេកូនភ្លោះ3ដែលមើលទៅខុសគ្នាបែបនេះនឹងពិតជាកំហុសណាស់មែនទេ បានហើយដោយសារកញ្ញាស៊ីជាម្ដាយរបស់សៀវប៉ាវមានសិទ្ធិទទួលការគោរពក្នុងឋានៈជាអ្នកស្រីម្ចាស់ដូចនៃគ្រូសារម៉េងអ្នកគ្រប់គ្រងលីវបែបរៀបចំផ្លែមកញ្ញាសៀនឹងស្នាក់នៅក្នុងគ្រូសារម៉េងបែបលោកម្ចាស់កញ្ញាសៀនៅប្រហែលជានួយហត់ហើយហេតុអ្វីមិនយកណាម្ចាស់ទូទៅសម្រាប់មួយសិនទូ អូយ៉ាងទៅ មិនថាការពិតជាយ៉ាងណាទេសៀវប៉ាវគឺជាគេប្រុសរបស់គ្រូសារម៉េងខ្ញុំចំណែកឯកញ្ញាសៀនឹងក្លាយជាប្រពន្ធអ្នកណានឹងជារឿងរបស់បងទាំង3ត្រូវរកអត់ឃើញ ខ្ញុំប្រកាសណាស់សៀវប៉ាវត្រូវតែជាកូនប្រុសរបស់ខ្ញុំហើយខ្ញុំក៏ប្រកាសដែរថាខ្ញុំជាឪពុករបស់សៀវប៉ាវខ្ញុំប្រកាសថាខ្ញុំជាអ្នកដែលបានរួមដំណេកជាមួយស៊ីជីឈៀងនៅពេលនោះ លោកម្ចាស់តើលោកជីកមកជឿតើលោកគិតថាអ្នកម្ចាស់ទូទាំង3នឹងវាតបគ្នាពួកគេបានវិញគ្នាហើយ សៀវប៉ាវពិតជាកូនរបស់គ្រូសារម៉េងដូច្នេះបរិះនោះកាលពីពេលនោះអើយស៊ីគីឈីងហេតុអ្វីអ្នកចាំមិនបានមកហើយសួស្តីកញ្ញាសៀ អ្នកស្រីម្ចាស់ទូទី1 នេះជាដំណោយពីអ្នកម្ចាស់តូទី1អ្នកស្រីម្ចាស់តូទី2នេះជាដំណោយពីអ្នកម្ចាស់តូទី3អើយបើភ្លើអើយ អ្នកស្រីអើយ អ្នកស្រីទី1អ្នកស្រីទី2 ជួយផង អ្នកស្រីទី1អ្នកស្រីទី3អូទេតែខ្ញុំភ្លេចកូនសោរបស់ខ្ញុំមែនទេ ទ្វារធំរបស់ផ្ទះមេងមានសោបន្ទះចុចលេខ អូត្រូវហើយបាទខ្ញុំស្ទើរតែភ្លេចគ្រឿងនោះ តើអ្នកកំពុងគេចពីខ្ញុំមែនទេ ខ្ញុំកំពុងគេចពីអ្នកទាំងដោះស្មើគ្នាទេមិនមែនទេច្បាស់ណាស់លោកម្ចាស់ទី2ហេតុអ្វីបានជាខ្ញុំគេចពីណា អ្នកមិនចាំបាច់ហៅខ្ញុំថាលោកម្ចាស់ទី2ទេខ្ញុំជាឪពុករបស់សៀវប៉ាវ លោកម្ចាស់ទី2តែណាប្រាកដយ៉ាងដូចចម្ដេចថាណាជាឪពុករបស់សៀវប៉ាវ ព្រោះ អូ នេះសាកមើលមួយផ្លែតសិនខ្ញុំមានមិត្តម្នាក់ដែលជាអសជនកម្រិតកម្ពុជាក្នុងវិស័យជំងឺឈាមនាងបានត្រឡប់មកប្រទេសវិញហើយបានអញ្ជើញខ្ញុំឲ្យទៅថ្លែងបាថកថាខ្ញុំចង់នាំអ្នកទៅជាមួយខ្ញុំនៅថ្ងៃស្អែកដើម្បីពិភាក្សាផែនការព្យាបាលរបស់សៀវប៉ាវ ច្រើនមែនពានរង្វាន់វិទ្យាសាស្ត្រអន្តរជាតិនិងជាអ្នកបង្កើតទ្រឹស្ដីនៃវិទ្យាពេទ្យជាច្រើនមុខនាងបានព្យាបាលអ្នកជាច្រើនជំងឺកម្ដៅនិងពិបាកទូទាំងពិភពលោកនាងគួរចាប់អារម្មណ៍ខ្លាំងណាស់នាងប្រកាសជាអាចព្យាបាលសៀវប៉ាវបានមែនទេ បាទខ្ញុំនឹងផ្ញើទីតាំងឲ្យអ្នកបន្ទាប់ពីបាថកថារបស់ខ្ញុំនៅថ្ងៃស្អែកយើងជួបគ្នានៅខាងក្រៅការិយាល័យសាស្ត្រាចារ្យវូមិនអីទេ អាឡូម៉េងវ៉ាន់របស់យើងជាអ្នកមានគុណដល់គ្រូសារម៉េងរបស់ណាតែនេះជាវិធីដែលណាប្រព្រឹត្តចំពោះអ្នកមានគុណអូ អូយ៉ានេះជាគ្រូមនទ្រីលហើយគ្រាន់តែពាក្យមួយម៉ាត់ពីគ្រូសារម៉េងខ្សែសង្វាក់ហេឡុនវត្ថុរបស់យើងត្រូវបានកាត់ផ្តាច់ ម៉េងវ៉ាន់ណាត្រូវរកវិធីឲ្យលឿនអស់រយៈពេលជាច្រើនឆ្នាំនេះអាជីវកម្មរបស់គ្រូសាដាបានពំផែកលើការគ្រប់គ្រងរបស់គ្រូសារម៉េងប្រសិនបើយើងបាត់បង់ការគ្រប់គ្រងនោះយើងនឹងគ្មានអវិស័យឡើយ
បាទមួយវ៉ាន់ណាប់ពិតជាត្រូវរកវិធីអ្វីមួយ មិនអីខ្ញុំដឹងហើយខ្ញុំដឹងនេះរំខានណាស់មុនពេលសាធារណជនដឹងគ្រូសាមេងបានកាត់ផ្តាច់ការគ្រប់គ្រងរបស់គ្រូសាយ៉ាវខ្ញុំត្រូវរកលុយពីទំនាក់ទំនងទាំងអស់ឲ្យបានលឿនតែខ្ញុំបានប្រើប្រាស់ហើយរកផ្លូវទៅមុខមួយទៀតសាស្ត្រាចារ្យនោះតែមេងយ៉ាន់ស៊ីបានណែនាំឲ្យខ្ញុំលើកមុនមើលទៅហាក់ដូចជាមានកេរ្តិ៍ឈ្មោះខ្លាំងប្រសិនបើខ្ញុំអាចទទួលបានការណែនាំពីនាងការងាររបស់ខ្ញុំនឹងមានស្ថិរភាព ហេង ចាំជំរាបសួរគាត់បន្តិចទៀតណា អើ សៀជីឈីងមកធ្វើអីនៅទីនេះ ស្ត្រីអាក្រក់ជួបអ្នកទៀតហើយឬ ស៊ីប៉ាវ អូកុំប្រាប់ខ្ញុំថាអ្នកក៏មករកសាស្ត្រាចារ្យវូដែរដើម្បីព្យាបាលកូនរបស់អ្នកមែនទេអ្នកដឹងទេថាអិសរជននិងអភិជនប៉ុន្មានអ្នកអង្វរសុំជួបគាត់ក៏នៅតែមិនបានណាត់អ្នកបែបនេះអាចស័ក្តិសមដូចម្ដេចបាន អូចៃដន្យឲ្យណាស់ណែខ្ញុំមិនទាន់បានសង្សឹកផងជាមួយអ្នកពីរលើកមុនទេដោយសារលើកនេះយើងនៅមន្ទីរពេទ្យខ្ញុំមិនចាំបាច់ឲ្យរត់ទៅសង្គ្រោះឲ្យណាទេ ហេអ្នកឃើញទេនេះជាអ្វីនេះជាលិខិតណែនាំតែបងយ៉ាន់ស៊ីផ្ទាល់បានគ្រប់គ្រងសម្រាប់សាស្ត្រាចារ្យវូចុះហត្ថលេខាជាមួយនេះខ្ញុំអាចទៅរៀននៅសាលាពេទ្យកម្រិតកំពូលធ្វើឲ្យគ្រូសាយ៉ាវឥតមានឧបសគ្គក្នុងវិស័យពេទ្យបើឥឡូវអ្នកលុតជង្គង់អង្វរខ្ញុំប្រហែលជាខ្ញុំអាចឲ្យអ្នកបានជួបនាងបើខ្ញុំមានអារម្មណ៍ល្អ អ្នកពិតជាត្រូវទៅរៀនបន្ថែមទៀតអ្នកគួរតែឡើងទៅគៀនទី3 ជាន់ទី3អី អ្នកយូតាមស៊ីបាល់ជំងឺផ្លូវចិត្តនៅជាន់ទី3ដែលយកលេខលីនអ្នកប្រហែលជាយឺតពេកទៅហើយ ហេអ្នកកុំប្រាប់ខ្ញុំថាអ្នកពិតជាគិតគេចាប់អារម្មណ៍អ្នកមែនគ្រាន់តែដោយសារកូនម្ចាស់មេងធ្វើជាវីរបុរសមកជួយសង្គ្រោះអ្នក ផេះ ខ្ញុំប្រាប់អ្នកឲ្យដឹងគេគ្រាន់តែអាណិតអ្នកខ្ញុំទេដែលជាអ្នកដែលគេតែងតែលើកទុកដូចត្បូងនៅបាតដៃ ឃើញទេស៊ីបាវអនាគតអ្នកត្រូវខំរៀនឲ្យខ្លាំងបើមិនអញ្ចឹងទេអ្នកនឹងវង្វេងថាខ្លួនឯងធំជាងគេយើងទៅ ហឺសាស្ត្រាចារ្យវូដឹងថាខ្ញុំនឹងមកថ្ងៃនេះលោកបានណែនាំទទួលភ្ញៀវឲ្យទទួលភ្ញៀវកិត្តិយសរបស់លោកអ្នកចង់អង្វរសុំព្យាបាលឬ សុបិនទៅចុះ មានរឿងអ៊ីនៅទីនេះតែមានរឿងអ្វីនៅទីនេះ សាស្ត្រាចារ្យអូបងយ៉ាន់ឈីទីបំផុតអ្នកមកដល់ហើយស្រីឈួតម្នាក់នេះកំពុងបង្កបញ្ហាខ្ញុំទៅតែ សុំទោសខ្ញុំមកយឺតអ្នកបានរងចាំយូរហើយមែនទេ ទេគ្រាន់តែឆ្កែសៀមមួយបន្លឺសំឡេងខ្លាំងពេកបន្តិច អ្នកហៅអ្នកណាថាឆ្កែនេះជាមន្ទីរពេទ្យ បន្ថយសំឡេងរ ក្រុ ប មហ៊ុន អ្នក វិទ្យាសាស្ត្រឆ្នាំក្រុមហ៊ុនវិទ្យាសាស្ត្រឆ្នាំ សាស្ត្រាចារ្យអូហេតុផលដែលខ្ញុំមកជួបអ្នកគឺដើម្បីបងយ៉ាន់ឈីហេហេ វេកបណ្ឌិតមួយបានប្រាប់ខ្ញុំរួចហើយអំពីស្ថានភាពរបស់ស៊ីប៉ាវសៀមរត់ដល់វិគ្មានបូកក្រុមជាមួយជំងឺហូរឈាមពិតជាពិបាកខ្លាំងណាស់ទោះយ៉ាងណាគាត់នៅក្មេងខ្លាំងណាស់ដូច្នេះឱកាសសេបាជាមានខ្ពស់ខ្ញុំនឹងបង្កើតផែនការសេបាដ៏ល្អបំផុតសម្រាប់គាត់ល្អណាស់អូគុណច្រើន អរគុណវិជ្ជបណ្ឌិត មិនបាច់អរគុណខ្ញុំទេបើអ្នកចង់អរគុណអ្នកណាជួយអរគុណពូមួយនៅទីនេះរាប់ឆ្នាំនេះគឺដោយសារគាត់តែផ្ទាល់ខ្លួនជាករណីសិក្សាសម្រាប់ការស្រាវជ្រាវរបស់ខ្ញុំផែនការព្យាបាលរបស់អ្នកគប់ឯកលឿការពិសោធន៍លើស្ថានភាពជំងឺរបស់គាត់ទាល់គាត់សំនឹងទួលបានការសរសើរច្រើនជាងគេ ហេកុំឲ្យគិតយូរទាំងអស់ដល់ខ្ញុំដំបូងឡើយខ្ញុំគ្រាន់តែស្វែងរកការព្យាបាលសម្រាប់ខ្លួនឯងប៉ុន្តែឥឡូវនេះដោយសារវាបានជួយសៀវប៉ាវខ្ញុំសប្បាយចិត្តណាស់ ដូច្នេះតើនេះមានន័យថាអ្នកក៏មានជំងឺហូរឈាមដែរ បាទ ទោះយ៉ាងណាជំងឺនេះកម្រមានហើយមានដំពុះខ្លាំងកញ្ញាសេប្រសិនបើអ្នកមានសុខភាពល្អដូច្នេះបញ្ហាទំនឹងជាមកពេលខាងឪពុករបស់គាត់ខ្ញុំស្នើអ្នកទាំងពីរមកពិនិត្យសុខភាពលើក្រោយប្រហែលជាយើងអាចរកវិធីសាស្ត្រល្អជាងដូច្នេះតើនោះជាមូលហេតុដែលមួយយ៉ាងឈីជឿជាក់ថាស៊ីប៉ាវគឺជាកូនរបស់គាត់ ម៉ាក់តើខ្ញុំបានទទួលមរតកជំងឺរបស់ខ្ញុំពីពូយ៉ាន់ឈីតើអ្នកជាប៉ារបស់ខ្ញុំមែនទេ សាស្ត្រាចារ្យអូខ្ញុំចង់និយាយជាមួយអ្នកកីឡាខណៈឯកជន សៀវប៉ាវតោះទៅលេងខាងក្រៅមួយសន្ទុះមិនអីទេអូខេ សាស្ត្រាចារ្យអូ ហឹម អ្វីដែលអ្នកទើបតែនិយាយអំពីជំងឺឆាមរបស់សៀវកៅដែលដំពុក គឺ តាលភាពគឺ100%មែនទេ
សាស្ត្រាចារ្យវូអ្វីដែលអ្នកទើបតែនិយាយអំពីជំងឺឆ្លងរបស់ Campbell ដែលគេដំពូត probability តើវា100%មែនទេមិនមែន100%ទេយើងមិនអាចទៅ set លទ្ធភាពនៃការផ្លាស់ប្ដូរសិនទូយ៉ាងណាដោយសារប្រភេទឈាមកម្ររបស់ Campbell probability នៃការទទួលមរតកគឺខ្ពស់ណាស់ទោះបីជាយើងមិនអាចបញ្ជាក់ផ្លាមក៏ដោយឥឡូវនេះវាហាក់ដូចជាចំនួនជាខ្លាំងណាស់ដែលមេងយ៉ានគឺជាពុកបង្កើតរបស់ Campbell ខ្ញុំមិនគិតថាខ្ញុំត្រៀមខ្លួនដើម្បីរស់នៅជាមួយគាត់ អូតើមានរឿងអ្វីនៅទីនេះតើអាចទេដែលជំងឺរបស់ Campbell គឺលើសពីសមត្ថភាពរបស់សាស្ត្រាចារ្យវ៉ូហេតើអ្នកមិនមែនទើបតែមានអំណួតពីមុនទេមានបញ្ហាអ្វីឥឡូវអ្នកចេញមកដោយកន្ទុយកន្ត្រាក់คล้ายទៅជាឆ្កែវង្វេងដ៏គួរឲ្យអាណិតកូនអាក្រក់ដែលកើតពីការរួមភេទច្រើនគួរតែមានជីវិតថោកទាបបែបនេះតើអ្នកកំពុងសម្លឹងមើលអ្វីតើខ្ញុំនិយាយអ្វីខុសទេ ហេ បើអ្នកហ៊ានបរិហារកូនប្រុសខ្ញុំទៀតអ្នកនឹងត្រូវកោមិនត្រឹមតែផ្នែកវិកចរិតទេប៉ុន្តែក៏ផ្នែកវិកាត់ការសម្បត្តិផងដែរ ហ៊ានមែន កុំបារម្ភ បងយ៉ាន់ស៊ីវាជាកំហុសរបស់ស្ត្រីម្នាក់នេះទាំងអស់នាងមិនបានរក្សាព្រហ្មចារីយ៍ភាពដូច្នេះCampbellកើតមកជាមួយនឹងជំងឺខ្ញុំមិនបាននិយាយអ្វីខុសទេនាងមិនសប្បាយចិត្តចំពោះការពិគ្រោះយោបល់ផ្នែកវិទ្យាសាស្ត្រដូច្នេះនាងយកកំហឹងមកដាក់ខ្ញុំ តើមានអ្វីដែលត្រូវខ្លាចខ្ញុំនៅទីនេះ ហឹម ជាមួយនឹងបទពិសោធន៍របស់ខ្ញុំក្នុងការវះកាត់រាល់ពេលដែលនាងវីអ្នកខ្ញុំនឹងព្យាបាលអ្នកខ្ញុំនឹងព្យាបាលអ្នកជាហើយនាងអាចវីអ្នកម្ដងទៀតអ្នកនឹងមិនស្លាប់ទេ សៀជីឈីងនាងគិតថាខ្លួនឯងជាអ្នកណាហេតុអីបានជាគ្រប់គ្នាការពារនាងហេសាស្ត្រាចារ្យវូថ្ងៃនេះខ្ញុំមកជាពិសេសដើម្បីឲ្យអ្នកចុះហត្ថលេខាលើនេះ ខ្ញុំរវល់អត់មានពេលទេ ហេនេះជាលិខិតណែនាំពីមេងយ៉ាន់ស៊ីបើអ្នកមិនចុះហត្ថលេខាអ្នកកំពុងប្រមាថគ្រួសារមេង ហេតុផលតែមួយគត់ដែលខ្ញុំសុខចិត្តជួយនៅអការងារគឺដោយការគោរពចំពោះបណ្ឌិតមេងប៉ុន្តែលោកខ្ញុំឃើញថាអ្នកមិនសំណឹង អ្នកថាអី ខ្ញុំបាននឹងទាំងដល់អ្វីដែលអ្នកទើបតែនិយាយក្នុងនាមជាវិក្យបណ្ឌិតការគិតរបស់ខ្ញុំគឺព្យាបាលអ្នកជំងឺប៉ុន្តែអ្នកដោយសារអ្នកជំងឺមកពីមានគ្រូសាស្ត្រក៏អ្នកចំដោះគេដោយចិត្តអាក្រក់បែបនេះការចុះហត្ថលេខាលើខិតណែនាំរបស់អ្នកគ្រាន់តែធ្វើឲ្យខូច get ឈ្មោះខ្ញុំ អ្នក លើសពីនេះទៅទៀតតែបណ្ឌិតមួយបានមើលអ្នកដោយត្រឹមត្រូវពីមុនដែរទេបើគាត់មិនស្វាគមន៍អ្នកខ្ញុំក៏មិនស្វាគមន៍អ្នកនៅទីនេះដែរកញ្ញាសេសូមរងចាំសាស្ត្រាចារ្យអីវូតែមានអ្វីផ្សេងទៀតដែលចង់សួរអំពីស្ថានភាពរបស់ស៊ីផៃមែនទេលិខិតណែនាំនេះសម្រាប់ខ្ញុំបាទពីការសន្ទនារបស់យើងពីមុនខ្ញុំឃើញថាអ្នកមានទស្សនៈយល់ដឹងអំពីអាហារូបត្ថម្ភនិងមានមូលដ្ឋានគ្រឹះរឹងមាំតើអ្នកធ្លាប់គិតពីការបន្តសិក្សាផ្នែកអាហារូបត្ថម្ភនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រដែរទេខ្ញុំសឹកចិត្តរកសារកន្លែងមួយសម្រាប់អ្នកសាកលវិទ្យាល័យវិទ្យាសាស្ត្រខ្ញុំអាចទៅសាកលវិទ្យាល័យវិទ្យាសាស្ត្រដើម្បីរៀនអាហារូបត្ថម្ភប៉ុន្តែតើលក្ខខណ្ឌនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រតឹងរឹងខ្លាំងមែនទេ តាំងពីពេលអ្នកពិគ្រោះជាមួយខ្ញុំអំពីអាហារូបត្ថម្ភខ្ញុំបានគិតរួចហើយថាអ្នកគួរតែបន្តការសិក្សាបន្ថែមទៀត បាទឡណាបើខ្ញុំអាចទទួលបានសញ្ញាព្រឹកខ្ញុំនឹងមានសមត្ថភាពដើម្បីប្រឡងសម្រាប់អាជ្ញាប័ណ្ណអ្នកជំនាញអាហារូបត្ថម្ភអរគុណសាស្ត្រាចារ្យអីវូ អូខ្ញុំត្រូវទទួលទូរស័ព្ទចាំខ្ញុំនៅទីនេះអាឡូម៉ាក់មិនចូលចិត្តពូយ៉ាន់ស៊ីទេ អ្វីដែលធ្វើឲ្យកូនស្រាប់តាសួរបែបនោះ ថ្ងៃនេះពេលអ្នកស្រីសាស្ត្រាចារ្យនិយាយអំពីដំពូតម៉ាក់ហាក់ដូចជាមិនសប្បាយចិត្តទេម៉ាក់មិនចង់ឲ្យពូយ៉ាន់ស៊ីធ្វើជាប៉ារបស់ខ្ញុំទេ អូស៊ីបាពូយ៉ាន់ស៊ីរបស់កូនគឺជាបរិសុទ្ធល្អ slowed boat និងមានស្ថិរភាពគាត់ជាមនុស្សល្អគ្រាន់តែថា គាត់មិនមែនជាមនុស្សនៅក្នុងចិត្តរបស់ម៉ាក់មែនទេ ហាកូនស្មឹងប៉ុន្តែកូននិយាយត្រូវទេ អញ្ចឹងម៉ាក់ចូលចិត្តមនុស្សបែបណា ខ្ញុំចូលចិត្ត
ហេកំពុងសម្លឹងមើលអ្វីគាត់ទើបតែសម្លឹងមើលអ្នកឯង ស៊ីកោ ខ្ញុំដឹងគាត់ជាប្រភេទដែលម៉ាក់ចូលចិត្ត មកទីនេះធ្វើអ្វី ខ្ញុំមកទទួលអ្នកទៅផ្ទះបងប្រុសហេតុអ្វីបានជាអ្នកមកទីនេះមកទទួលពួកគេទៅផ្ទះខ្ញុំមិនគិតថាខ្ញុំបានប្រាប់អ្នកអំពីការវិភាគរបស់យើងថ្ងៃនេះទេរបាយការណ៍សិក្សាម៉ោង 10 វេទិកាកម្ពុជាម៉ោង 12 យើងគួរតែទៅអូខ្ញុំសុំទោសខ្ញុំនៅមានកិច្ចការត្រូវធ្វើខ្ញុំប្រហែលជាមិនអីទេពូយ៉ានស៊ីការងារសំខាន់អញ្ចឹងក៏បានអញ្ចឹងខ្ញុំសូមរំខានអ្នកបើកបរមេងស៊ីជីឈីងនេះជាការប្លន់កុំរើសញ្ញានៃយុទ្ធធរបានលេចឡើងតើអ្នកចុះចាញ់ទេប៉ាស៊ីងយេឈប់ធ្វើឲ្យខ្ញុំញាក់ ញាក់ណាស់ ម៉ាក់ជួយខ្ញុំផងជួយផង ស៊ីងសេ ប៉ាបាទដោយសារភាពជាឪពុកនៅមិនទាន់កំណត់ខ្ញុំគ្រាន់តែឲ្យគាត់វឹកហាត់ហៅខ្ញុំថាប៉ាមុនមានបញ្ហាអីគ្មានបញ្ហាមែនទេអ្នកអស់សំណើចណាស់ លោកតាបានបញ្ជាក់លាក់ថ្ងៃនេះថាដោយសារអាកាសធាតុត្រជាក់យើងគួរញ៉ាំហប់ខ្ញុំមកពីដាស់បាយដើម្បីសួរអ្នកស្រីស៊ីនឹងទៅប្រុសទូកថាតើមានការហាមឃាត់អាហារអ្វីខ្លះទេ គ្មានស្លឹកខ្ទឹមគ្មានខ្ទឹមស្ទេបន្ថែមស្លឹកវ៉ានីអ្នកក៏មិនញ៉ាំស្លឹកខ្ទឹមនិងខ្ទឹមស្ដែរហើយអ្នកក៏ចូលចិត្តស្លឹកវ៉ានីដែរមើលរសជាតិចម្លែកណាស់ពិតជាកូនឪពុកមែនអញ្ចឹងខ្ញុំមិនញ៉ាំទេអ្នកទាំងអស់គ្នាញ៉ាំឲ្យឆ្ងាញ់ណាស់ ហេចាំបន្តិច អីក្រុមទូរទស្សន៍នឹងមកក្នុងប៉ុន្មានថ្ងៃទៀតដើម្បីថតកម្មវិធី reality show នៅផ្ទះយើងអ្នកនិងសៀវប៉ាវត្រូវតែបង្ហាញមុខក្នុងកាមេរ៉ារៀបចំទុកមុនមិនអីទេ ស៊ីបាវនឹងខ្ញុំយើងមិនមានទំនាក់ទំនងបែបនោះទេខ្ញុំមិនទៅទេ ពួកគេថតជីវិតប្រចាំថ្ងៃរបស់ខ្ញុំអ្នកនិងសៀវប៉ាវគឺជាជីវិតប្រចាំថ្ងៃរបស់ខ្ញុំឥឡូវនេះមិនក៏អ្នកថាមិនពាក់ព័ន្ធ ខ្ញុំនៅតែគិតថាយើងគួរទៅសេះ អញ្ចឹងខ្ញុំមិនខ្វល់ទេខ្ញុំបានយល់ព្រមរួចហើយមកសៀវប៉ាវតោះទៅលេងពិតជាជាប់ក្នុងស្ថានភាពលំបាកកូនប្រុសទី2និងទី3ម្នាក់កាន់តែពិបាកដោះស្រាយជាងមុន យ៉ាងអេសុនលោកប្រធាន ហើយអ្វីបានជាលោកមកទីនេះតែម្នាក់ឯង តែលោកមិនមែនត្រូវនាំកញ្ញាស៊ី ទៅការប្រគំតន្ត្រី ប្រគំតន្ត្រីអ្វីតើអ្នកបានបញ្ចប់របាយការណ៍អានហើយមែនទេ តើអ្នកមិនបានបញ្ជាខ្ញុំ ឲ្យឈូសហើយជាពិសេស ការវិភាគទាំងអស់របស់ថ្ងៃនេះ តើបាយការណ៍អ្វីត្រូវធ្វើ បើខ្ញុំថាមានឥឡូវនេះភ្លាមឥឡូវនេះប្រមូលអ្នកគ្រប់គ្រងគ្រប់ផ្នែកដើម្បីប្រជុំលោកប្រធានលោកកំពុងមើលអ្វី ដែលធ្វើឲ្យលោកស្បាយចិត្តណាស់ កំពុងសិក្សាយុទ្ធសាស្ត្រទីផ្សារពូហូស៊ីណូម៉ាក់ខ្ញុំពូកែមែនទេនំប៉ាវដែលម៉ាក់ធ្វើឆ្ងាញ់ជាងគេក្នុងលោកនោះមិនអីទេខ្ញុំក៏អាចធ្វើបានដែរឲ្យខ្ញុំសាកល្បងមើល តារាភាពយន្តហូស៊ីណូលៀងដៃសិនទ័រស្នាមពីកំណត់នេះមិនបានរៀងនឹងទីកន្លែងរបស់វាដូចរបស់សៀវប៉ាវដូចគ្នាម្លេះ ឃើញទេប្រាប់ហើយសៀវប៉ាវជាកូនបង្កើតរបស់ខ្ញុំបើមិនអីចឹងទេមិនក៏ស្នាមពីកំណើតដូចគ្នាម្លេះ នេះមិនមែនគូឡើងទេមែនទេ ណេស៊ីជីឈីងមានន័យដូចម្ដេចខ្ញុំជាតារាភាពយន្តពិតប្រាកដមិនខ្ញុំអាចប្រឌិតរឿងនេះមកបញ្ឆោតអ្នក អូខ្ញុំមិនមានន័យដូចនោះទេខ្ញុំមានន័យថានឹង មើលឲ្យច្បាស់សៀវប៉ាវដូចខ្ញុំដូចគ្នាគាត់ជាកូនបង្កើតរបស់ខ្ញុំ មានជំងឺឈាមដូចគ្នាមានចំណូលចិត្តដូចគ្នានិងស្នាមពីកំណត់ដូចគ្នាដូចមួយស៊ីងសេសៀវប៉ាវអូសៀវប៉ាវពុករបស់ហែងពិតជាណាស់ណា សៀវចៅរឿងដែលខ្ញុំប្រាប់ឲ្យអញធ្វើដល់កន្លែងណាហើយបងស៊ីញ៉េកុំបារម្ភអីខ្ញុំដោះស្រាយអស់ហើយប្រពៃណីគ្រួសារមេងដ៏ល្បីល្បាញហៀបនឹងត្រូវបានបង្ហាញឲ្យដឹងហើយ អ្នកណានឹកស្មានដល់
ខ្ញុំគ្រាន់តែនិយាយរាយថាខ្ញុំចង់សាកលេងក្នុងវិស័យកំសាន្តសប្បាយប៉ុន្តែមេងស៊ីងយេពិតជាយល់ព្រមអនុញ្ញាតឲ្យខ្ញុំថតកម្មវិធីកំសាន្តនៅក្នុងវិមានគ្រួសារមេងពេលអ្នកគាំទ្រគាត់ឃើញរឿងនេះតើគេនឹងមិនច្រណែនឈានទេហាអេបដូររបស់នេះឲ្យខ្ញុំភ្លាមមិនដឹងទេថាខ្ញុំស្អប់ការប្រភេទនេះជាងគេវាមិនត្រូវនឹងពណ៌ស្បែកខ្ញុំតតែសោះ សុំទោសអត់ទេបងស៊ីងយេរៀបចំរបស់នេះដោយពិសេស អូបងស៊ីងយេអញ្ចឹងក៏បានអេចំហៀងឆ្វេងរបស់ខ្ញុំជាមុំស្អាតបំផុតក្រោយមកក្នុងពេលប្រកាសជាផ្លូវការរំកិលកាមេរ៉ាទៅខាងនោះបន្តិច ចាំអ្នកជាអ្នកណា ខ្ញុំជាគូស្នេហ៍ថ្មីបំផុតរបស់បងស៊ីងយេសម្រាប់ថ្ងៃនេះជាតួឯកស្រីរបស់កម្មវិធីថ្ងៃនេះអូយស្ត្រីអត់ទង្គល់នោះនាងមកធ្វើអីនៅទីនេះដែរឲ្យគេបណ្ដេញស្ត្រីនោះចេញពីទីនេះឲ្យលឿនឲ្យខ្ញុំបើនាងធ្វើឲ្យខូចការបង្ហាញខ្លួនលើកដំបូងរបស់ខ្ញុំអាជីពរបស់អ្នកនឹងចប់ដែរឬទេប្រញាប់ឡើង ឈួតហើយឬ អេហ៊ានឆ្លើយចំពោះខ្ញុំខ្លាំងណាស់ មេងស៊ីងសេកំពុងធ្វើអ្វីហាត់កំបងណាគាត់ថែមទាំងបង្កប់ឲ្យខ្ញុំស្លៀកពាក់ថ្មីទៀតផង ការផ្សាយផ្ទាល់ចាប់ផ្ដើមជាផ្លូវការហើយនៅពេលនេះសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះតារាប្រុសនិងតារាស្រី នេះជាជីវិតប្រចាំថ្ងៃតើជីវិតប្រចាំថ្ងៃរបស់តារាភាពយន្តរបស់ណាតែងតែប្រណិតបែបនេះមែនទេ មុនពេលយើងចាប់ផ្ដើមជាផ្លូវការសៀជីស៊ីងខ្ញុំចង់សួរអ្នកមួយសំណួរតើអ្នកគិតយ៉ាងណាចំពោះខ្ញុំ ណលអូណា ដូច្នេះតើអ្នកគិតថានៅពេលអនាគតខ្ញុំនឹងក្លាយជាដៃគូដ៏ល្អសូម្បីតែជាឪពុកដ៏ល្អ អូបាទប្រហែលជាមែនហេតុអ្វីបានជាអ្នកស្រាប់តែសួររឿងនេះអ្នកមិនបាន script នេះខ្ញុំទេ ដូច្នេះនៅចំពោះមុខអ្នកទស្សនាផ្សាយផ្ទាល់ទាំងនេះដែលមានអ្នកទស្សនារាប់ពាន់នាក់តើអ្នកព្រមរៀបការជាមួយខ្ញុំទេ កំពុងធ្វើអ្វីស្រកឡើងថប់ ខ្ញុំនិយាយពិតវ៉យពេលវេលាដ៏គួរឲ្យរំភើបតារាភាពយន្តមេងស៊ីងយេប្រកាសសូមរៀបការដោយស្មោះអស់ពីចិត្តសូមស្ប៉ាមលេខ999នៅក្នុងឆាតមានន័យថាអស់កលឹបជានិច្ចដូច្នេះចូលយើងជូនពរពួកគេសំណាងល្អអ្នកទស្សនារាប់ម៉ឺនអ្នកកំពុងទស្សនាការផ្សាយផ្ទាល់នេះប្រសិនបើអ្នកមិនព្រមទទួលយកខ្ញុំវានឹងពិបាកសម្រាប់ខ្ញុំខ្លាំងណាស់តាទីបំផុតនាងបានជ្រើសរើសមេងស៊ីងយេមែនទេ ទេខ្ញុំមិនយល់ស្របទេយល់ស្រប យូស្មូរ៉ា ប្រកែតបងស៊ីងយេខ្ញុំជាអ្នកសមបំផុតសម្រាប់ជាដៃគូអាពាហ៍ពិពាហ៍របស់គ្រួសារមេងដូចម្ដេច យូស្មូ ធ្វើម្ដេចអ្នកអាចស្នើសុំរៀបការជាមួយនាងធ្វើម្ដេចស៊ីជីឈីងអាចសំនឹងគ្រួសារមេងសំនឹងអ្នកនាងជាស្ត្រីដែលចិត្តប្រែប្រួលបែបនេះតែបានស្និទ្ធស្នាលរួចហើយជាមួយបងយ៉ានស៊ី មិត្តភក្តិនិងអ្នកគាំទ្រជួបគ្នាពេលក្រោយកំពុងធ្វើអ្វីតើអ្នកមិនបានសន្យាទេថារឿងនេះចូលមកដោយរបៀបណាមិនមែនខ្ញុំទេខ្ញុំច្បាស់ជាបានបណ្ដេញនាងចេញពីទីនេះឥឡូវនេះឲ្យឆ្ងាយតាមដែលអាចធ្វើបាន បងស៊ីងយេស៊ីជីឈីងប្រកែតអ្នករៀបការជាមួយបងស៊ីងយេ ខ្ញុំមិនយល់ស្របទេយូស្មូរ៉ាសំទោសខ្ញុំមិនបានត្រៀមខ្លួនទេយូស៊ីមូរ៉ាមិនបានរំខាន ទោះ ក៏ បី ដោយ គ្មានការរំខានរបស់នាងក៏ដោយខ្ញុំក៏មិនយល់ស្របដែរ យូស៊ីស៊ូអ្នកស៊ូ7យូស៊ីកំពុងបដិសេធខ្ញុំ ប្រសិនបើអ្នកបានប្រាប់ខ្ញុំថាកម្មវិធីនេះនិយាយអំពីអាពាហ៍ពិពាហ៍ខ្ញុំមិនដែរមកទេសៀវមួយស៊ីងសេខ្ញុំដឹងថាអ្នកពិតជាចូលចិត្តសៀវភៅប៉ុន្តែខ្ញុំមិនទាន់ត្រៀមខ្លួនទេ យូស៊ីអញ្ចឹងយូស៊ីខ្ញុំនឹងផ្ដល់ពេលវេលាឲ្យអ្នករៀបចំយូស៊ីពេលវេលានោះទោះបីអ្នកមិនរៀបការជាមួយខ្ញុំពេលវេលាឲ្យអ្នកនៅតែជាឪពុករបស់សៀវប៉ាវអេធីខៃ Hey ម៉េងស៊ឺយូអ្នកណាធ្វើឲ្យគាត់ខឹងលើកនេះម៉េងស៊ឺយូខ្ញុំក្រុងនឹងធ្វើ យប់នេះខ្ញុំញ៉ាំក្រៅផ្ទះ សាច់កូសាររបស់ខ្ញុំស្ងាត់ណាស់អ្នកចង់ភ្លុកបន្តិចទេ អីតើអ្នកម្ចាស់តូចទី3មិនអាចហូបអស់តែម្នាក់ឯងទេ អ្នកមានបញ្ហាទេប៉ុន្មានថ្ងៃនេះអ្នកតែងតែនិយាយចម្លងគ្រប់ពេលប្រហែលជាអរម៉ូនមិនប្រក្រតី ខ្ញុំកំពុងចំអកខ្ញុំឬនិយាយពីនេះខ្ញុំមិនទាន់អបអសាទរអ្នកនិងអ្នកម្ចាស់តូចទី3ទេ អបអូសាតូអ្វី
ខ្ញុំមិនបានទិញទឹកខ្មេះទេហេតុអីខ្សោមានរសជាតិជូរ មេងវ៉ាន់គិតរកវិធីចាប់ដើម្បីឲ្យការខាត់បងរបស់គ្រូសាលដៅមកវិញបើនៅតែបន្តបែបនេះយើងពិតជាគ្មានអ្វីហូប ទាំងអស់នេះគឺជាកំហុសរបស់សៀសីឈីងប្រសិនបើនាងមិនបានប្រឆាំងខ្ញុំគ្រប់ជំហានខ្ញុំមិនមកដល់ស្ថានភាពនេះទេសមាជិកគ្រួសារមេងខ្ញុំមិនដឹងថាពួកគេមានបញ្ហាអ្វីទេពួកគេទាំងអស់គ្នាធ្វើដូចជាត្រូវមន្តអាគម ដោយសារក្មេងមិនបានប្រឡូវនេះដូច្នេះយើងត្រូវតម្រង់ទៅអ្នកចំនួនមុនដោយរៀបណែអ្នកនៅតែកាន់កាត់អ្នកមានគុណរបស់គ្រូសារមេងគ្រូសារមេងមិនអាចបោះបង់អ្នកចោលបានទេ អ្នកគ្រប់គ្រងលីវហេតុអ្វីបានជីទៅហ្វាយចាស់ហើយយើងត្រឡប់មកវិញមុនដើម្បីអ្វីដើម្បីអ្វីតាអាជាគាត់ប្រញាប់ចែកទ្រព្យសម្បត្តិគ្រួសារមែនទេ មិនសមហេតុសមផល ហឺ អ្នកមិនក្មេងទៀតទេទោះបីជាយើងមានសៀវប៉ានៅទីនេះគាត់អាចមានឪពុកតែមួយប៉ុណ្ណោះដូច្នេះការរៀបការជាមួយគ្រូសាលដាគួរតែសម្រេចឲ្យបានសັບតាមដែលអាចធ្វើបានកូនទី2ណែណាលោកម្ចាស់កូនប្រុសទី2បាននិយាយថាគាត់ត្រូវទៅយកលទ្ធផលដែលសំខាន់សម្រាប់លោកកូនហើយកំពុងធ្វើដំណើរត្រឡប់មកវិញឥឡូវនេះទៅកោគាត់មិនសំខាន់ទេ ហឺ ខ្ញុំទើបតែនឹកឃើញខ្ញុំមានការថតដែលមិនទាន់បានបញ្ចប់ អូត្រូវហើយ ខ្ញុំក៏មានការប្រជុំដែរអូ លោកម្ចាស់លោកឃើញទេ អ្នកទាំងអស់គ្នាជិបនៅទីនោះពាក្យសន្យារបស់គ្រូសាលមេងគឺជាការបដិញ្ញាចិត្តតើរឿងបែបនេះអាចចាត់ទុកជាលេងសើចបានយ៉ាងដូចម្តេច បងសឺយូខ្ញុំចង់រៀបការជាមួយអ្នក យ៉ាវមៀងវ៉ាន់ចង់រៀបការជាមួយមៀងសឹងយូ ខ្ញុំចង់រៀបការជាមួយអ្នកបងសឺយូខ្ញុំចង់រៀបការជាមួយអ្នក តើអ្នកគិតថាអ្នកជាអ្នកណាអ្នកគិតថាគ្រាន់តែចង់រៀបការនឹងបានមែនទេ មិនថាយ៉ាងណាទេមេងវ៉ានបានសង្គ្រោះជីវិតខ្ញុំនេះជាអ្វីដែលខ្ញុំបានសន្យានឹងនាង គ្រូសាមេងរបស់ខ្ញុំអាចចិញ្ចឹមអ្នកទំនេរម្នាក់បានប៉ុន្តែចង់រៀបការជាមួយខ្ញុំគ្មានផ្លូវទេ បងសឺយូខ្ញុំពិតជាចូលចិត្តអ្នកណាស់ ខ្ញុំពិតជាមិនចូលចិត្តអ្នកទេលោកតាខ្ញុំមានអ្នកដែលខ្ញុំចូលចិត្តរួចហើយលោកតាចំណុចសំខាន់គឺនាងបានសង្គ្រោះអ្នកទេដែលគួរសងគុណគេហើយអ្នកទេដែលបានសន្យាប្រសិនបើនាងទូចង់រៀបការជាមួយគ្រូសាមេង ទូចង់រៀបការ អញ្ចឹងហេតុអ្វីអ្នកមិនរៀបការជាមួយនាងបានហើយខ្ញុំមិនខ្វល់ទេដែលមានម្ដាយចង់បន្ថែមម្នាក់ទៀត បើគ្មានភ្លើផ្សេងទេ ទេលោកតាកុំលេងសាច់បែបនេះចិត្តរបស់ខ្ញុំជារបស់បងសឺយូតែម្នាក់គត់ខ្ញុំចង់រៀបការជាមួយគាត់តែម្នាក់គត់ យកព្រម ខ្ញុំយល់ព្រម ទេខ្ញុំមិនយល់ស្របទេនេះមិនមែនជាសម័យសកភូមិទីទេរីកាតាមគេរៀបនេះមានរឿងអេមៀងសឺយូការរីកាមិនមែនជាល្បែងក្មេងលេងទេ 1 ខ្ញុំកំពុងនិយាយថា តើអ្នកបារម្ភពីការរៀបការរបស់ខ្ញុំមែនទេ សៀជីឈីងហេតុអីអ្នកនៅគ្រប់កន្លែងពេលយើងកំពុងនិយាយគ្នាហេតុអីក៏មកជ្រៀតជ្រែក ខ្ញុំមិនខ្វល់ថាតំណែងរបស់អ្នកជាមួយគ្រូសារមៀងជាអ្វីអ្នកចង់រីកាជាមួយមៀងសឹងយូមិនអាចកើតឡើងទេ ហេតុអីមិនអាច ព្រោះ គាត់ជាឪពុកបង្កើតរបស់សៀវប៉ាវ ខ្ញុំមិនជឿទេអ្នកកំពុងកុហកសួស្ដីលោកមេងខ្ញុំឈ្មោះចៅយ៉ានគឺជានិស្សិតថ្នាក់ក្រោមរបស់យ៉ានឈីពីសាកលវិទ្យាល័យហើយក៏ជាវេជ្ជបណ្ឌិតមន្ទីរពិសោធន៍របស់សៀវប៉ាវផងដែរនេះជារបាយការណ៍តេស្តបំបែកឈាមរបស់សៀវប៉ាវ តើ test បំបែកឈាមជាអ្វី យើងទាំង3នាក់ជាកូនភ្លោះ3នាក់ដូចគ្នាតេស្តរោគឪពុកមិនអាចបែងចែកយើងបានទេដូច្នេះខ្ញុំបានយកឈាមពីយើងទាំង3នាក់និងឈាមរបស់សៀវប៉ាវដើម្បីធ្វើតេស្តបំបែកឈាម តាមជីវសាស្ត្រកូនភ្លោះ3នាក់ដូចគ្នាមានហ្វេនស្រដៀងគ្នាប៉ុន្តែតាមហ្វេនឈាមរបស់កូននិងឈាមរបស់ឪពុកបង្កើតប្រតិកម្មបំបែកឈាមក្រោមលក្ខខណ្ឌជាក់លាក់នេះក៏ជាមូលហេតុដែរមន្ទីរពេទ្យមិនទទួលយកការបរិច្ចាគឈាមរវាងសាច់ញាតិផ្ទាល់ បងធំឈាមរបស់បងនិងឈាមរបស់សៀវប៉ាវបានបង្កើតប្រតិកម្មបំបែកឈាម ដូច្នេះអ្នកពិតជាមនុស្សសម្នាក់នៅរាត្រីនោះមែនទេ អ្វីកូននេះជាកូនរបស់មេងសឺយូ
មូរ៉ា ซิวซุน មេងយ៉ាន់ស៊ីហើយអ្វីបានជាអ្នកត្រូវតែយកអបាយការហេម៉ូលីស៊ីសនោះរកអ្នកធ្វើឲ្យកូនដែលខ្ញុំទើបតែទទួលបានហោះទៅបាត់បែបនោះព្រោះខ្ញុំបានរកឃើញមនុស្សដែលខ្ញុំចូលចិត្តបំផុតពី6ឆ្នាំមុន តើមានអ្វីកើតឡើងទៅប្រាប់ខ្ញុំមក កាលពី6ឆ្នាំមុនខ្ញុំបានចូលរួមពិធីលាគ្នាដែលលោកយ៉ាន់ស៊ីបានរៀបចំនៅសន្តាគារជន់សេងគាត់ផឹកច្រើនពេកនៅក្នុងពិធីជួបជុំហើយខ្ញុំជាអ្នកនាំគាត់ត្រឡប់ទៅសន្តាគារជន់សេងខ្ញុំដឹងវាគ្រាន់តែជាពេលមួយនៃការបោះបង់បន្ទាប់ពីផឹកស្រាហើយពេលនោះលោកយ៉ាន់ស៊ីហៀបនឹងទៅក្រៅប្រទេសខ្ញុំមិនចង់ឲ្យគាត់មានការរំខានដោយសាររឿងនេះទេដូច្នេះអស់រយៈពេលជាច្រើនឆ្នាំខ្ញុំបានរក្សាវាជាការសម្ងាត់រហូតដល់ថ្មីនេះគាត់កំពុងស្វែងរកកូនរបស់គាត់ដូច្នេះហើយក ញ្ញាចៅអ្នកជាក្មេងស្រីល្អណាស់ហើយសំស្របនឹងលោកកំចាត់ទី2 មើលទៅដូចជាអ្នកបានចាប់ផ្ដើមសម្របខ្លួនទៅនឹងតួនាទីរបស់អ្នកក្នុងនាមជាបងថ្លៃស្រី ខ្ញុំមិនទាន់យល់ព្រមទេ ចាប់ពីពេលនេះទៅអ្នកនឹងក្លាយជាឪពុករបស់ខ្ញុំទេមិនមែនត្រឹមតែពីពេលនេះទេខ្ញុំតែងតែជាឪពុករបស់អ្នករួចហើយ UK ថ្ងៃនេះជាការប្រើពេលដំពិត តើអ្នកទាំងអស់គ្នាកំពុងធ្វើអ្វីពូម៉េងអ្នកបានសន្យាជាមួយខ្ញុំ ប៉ុន្តែបច្ចុប្បន្នកូនប្រុសច្បងរបស់គ្រួសារយើងនិងកូនប្រុសទី2បានស៊ូសយូស៊ី Yosi ហើយអ្វីបានជាអ្នកទាំងអស់គ្នាមើលមកខ្ញុំអូស៊ូហ្វូស៊ីខ្ញុំស្លាប់ប្រសើរជាងដល់ឲ្យសូជូ យូស៊ី ខ្ញុំមិនខ្វល់ទេពូម៉េងអ្នកធ្លាប់និយាយពីមុនគុណជួយជីវិតធំជាងមេឃអ្នកនឹងយល់ព្រមតាមអ្វីដែលខ្ញុំសុំខ្ញុំចង់រៀបការជាមួយបងស៊ើយូឥឡូវនេះ គុណជួយជីវិត អូទេខ្ញុំនិយាយផុតមាត់នេះជារឿងរវាងខ្ញុំនិងគ្រួសារម៉េងតើវាពាក់ព័ន្ធអ្វីនឹងអ្នក កាលពី12ឆ្នាំមុនឪពុកខ្ញុំស្រាប់តែកើតជំងឺលើសសម្ពាធឈាមគឺយ៉ាវមេងវ៉ាន់ដែលបានហៅលេខសង្គ្រោះបន្ទាន់ដូច្នេះឪពុកខ្ញុំបានរៀបចំអាពាហ៍ពិពាហ៍ជាមួយគ្រួសារយ៉ាវ កាលពី12ឆ្នាំមុនការហៅសង្គ្រោះបន្ទាន់តែអ្នកកំពុងនិយាយពីគុណជួយជីវិតនៅរាត្រីបុណ្យណូអែលកាលពី12ឆ្នាំមុននៅផ្លូវហ្វូរង តើអ្នកដឹងដោយរបៀបណា សៀជីឈីងខ្ញុំពិតជាបានប្រាប់អ្នកពីរឿងនេះពីមុនប៉ុន្តែវាមានតម្លៃអ្វីដែលអ្នកនិយាយវាឥឡូវនេះ ព្រោះខ្ញុំជាអ្នកដែលបានជួយសង្គ្រោះអ្នកកាលឆ្នាំនោះ ឈប់និយាយរឿងឥតប្រយោជន៍នៅទីនេះទៅ ឪពុកតើអ្នកប្រកាសទេថាក្មេងស្រីតូចដែលបានជួយអ្នកកាលឆ្នាំនោះគឺយ៉ាវមេងវ៉ាន់ម្នាក់នេះមែនទេ ខ្ញុំកាលនោះវិលមកហៃផ្នែកស្រវាំងខ្ញុំមើលមិនច្បាស់ទេខ្ញុំគ្រាន់តែចាំថាក្មេងស្រីតូចនោះបាននិយាយថានាងជាកូនស្រីគ្រួសារយាយ ខ្ញុំពិតជាកូនស្រីគ្រួសារយន្តនាពេលនោះគ្រាន់តែមួយឆ្នាំក្រោយមកយាយជីងអាននឹងដៃរបស់នាងត្រូវបានដៃខ្ញុំចាប់បាននៅលើក្រែក្រោយមកខ្ញុំបានចាក់ចេញពីគ្រួសារយាយជាមួយម្ដាយខ្ញុំឆ្នាំនោះយាយមួយវ៉ាន់មានអាយុ15ឆ្នាំ សៀជីឈីងឈប់និយាយរឿងឥតប្រយោជន៍នៅទីនេះទៅពូម៉េងកុំជឿនាង កាលនោះដើម្បីរកណាក់ខ្ញុំធ្លាប់បានឲ្យណាក់មួយខ្សែដៃដែលខ្ញុំពាក់ជាគ្រឿងសម្គាល់ណាក់ធ្លាប់និយាយ ថាអ្នកបាត់វាដោយចៃដន្យ ចាខ្ញុំពិតជាបាត់វាមែន ខ្សែដៃដែលអ្នកបានឲ្យខ្ញុំបានពាក់វាជាមួយខ្ញុំអូរយៈពេលជាច្រើនឆ្នាំមកនេះដោយថែរក្សាវាយ៉ាងប្រុងប្រយ័ត្នហើយមិនដែលបាត់វាទេ ត្រូវហើយណែហើយមួយនោះទាំងដននេះគឺជាវាសនាវាត្រូវបានកំណត់ទុកដែលអ្នកនឹងក្លាយជាកូនប្រសាស្រីល្អរបស់គ្រួសារម៉េង ល្អណាស់ ដូច្នេះអស់រយៈពេលជាច្រើនឆ្នាំនេះអ្នកបានចាត់ទុកគ្រួសារម៉េងរបស់យើងជាមនុស្សល្ងីល្ងើ ខ្ញុំមិនបានដឹងអ្វីទាំងអស់អំពីរឿងនេះទេពេលនោះខ្ញុំគ្រាន់តែជាក្មេងខ្ញុំមិនបានដឹងអ្វីសោះវាគឺជាម្ដាយរបស់ខ្ញុំបង្ខំឲ្យខ្ញុំធ្វើ ការនៅក្មេងនៅពេលនោះហើយល្ងងគឺជារឿងមួយប៉ុន្តែនៅអាយុប៉ុណ្ណេះហើយនៅតែល្ងងអស់រយៈពេលជាច្រើនឆ្នាំនេះអ្នកបានទាញយកប្រយោជន៍ពីគ្រួសារម៉េងរបស់យើងគ្រប់មធ្យោបាយខ្ញុំបានអត់ធ្មត់នឹងអ្នកដោយប្រយោជន៍អស់រយៈពេលនេះខ្ញុំបានអត់ធ្មត់នឹងអ្នកដោយប្រយោជន៍អស់រយៈពេលនេះ អ្នកតែងតែចាត់ទុកខ្ញុំជាដូចជាកូនស្រីពាក់កណ្ដាលរបស់គ្រួសារម៉េងយើងមានប្រវត្តិរួមគ្នាច្រើនមានរឿងច្រើនរវាងយើងអ្នកល្អជាមួយខ្ញុំខ្លាំងណាស់កុំដេញខ្ញុំចេញពូម៉េង Look leave ពូម៉េង
ពងយ៉ាន់ស៊ីពងស៊ីងយេខ្ញុំបានជាប្អូនស្រីជាទីស្រឡាញ់របស់អ្នកតាំងពីយើងនៅក្មេងហេតុអ្វីបានជាអ្នកបែរមកប្រឆាំងនឹងខ្ញុំភ្លាមម្លេះដូច្នេះថ្ងៃទាំងអស់នោះតែយើងបានចំណាយជាមួយគ្នាមានតម្លៃអ្វី ចាត់ទុកថាជាសំណាងអាក្រក់របស់ខ្ញុំយូស៊ីចាប់ពីថ្ងៃនេះទៅគ្រូសាមេងនឹងផ្ដាច់រាល់ទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្រូសាយ៉ាវដាក់គ្រូសាយ៉ាវក្នុងបញ្ជីខ្មៅនៅក្នុងទីក្រុងជៀងប៉ៃ ពងសេយូអត់ទោសឲ្យខ្ញុំម្ដងនេះពងសេយូ អ្នកឡើងដោយដើរជាន់លើតំណែងរបស់សេជីងឥឡូវនេះត្រឡប់ទៅកន្លែងដែលអ្នកគួរនៅវិញចាប់ពីពេលនេះទៅគ្រូសាយ៉ាវមិនត្រូវដើរចូលទីក្រុងជៀងប៉ៃទៀតទេ ចេញទៅ ទេខ្ញុំមិនចង់ទេទេ អញ្ចឹងជាមួយរឿងអ៊ូអរនេះមេងសេយូបានកូនប្រុសល្អដោយរីករាយមេងយ៉ាន់ស៊ីបានប្រពន្ធស្អាតដោយរីករាយតែខ្ញុំទេដែលមានអ្វីសោះមូកាយូស៊ីតែម្នាក់ឯងមិនជឿទេបើឯងមិនជឿអញ្ចឹងទៅបង្កើតកូនដោយខ្លួនឯងទៅហេ Sivs យូបីជាសៀវប៉ាវជាកូនឯងគាត់ក៏ជាក្មួយសំណប់របស់ខ្ញុំម្យ៉ាងទៀតបើខ្ញុំមានកូនវាច្បាស់ជាគួរឲ្យស្រឡាញ់ជាងកូនរបស់ឯងទាំងអស់ លោកទី3មានអ្នករកលោករ កខ្ញុំយូស៊ីប៉ាមូរ៉ាអូគីមូរ៉ាឯងហៅខ្ញុំថាអីឯងជាកូនអ្នកណារកឯងមកឯងនៅឯណា មេងស៊ីងយេយូហើយមិនបានជួប ស៊ូជីនយូនេះគឺជាអតីតភ្នាក់ងាររបស់លោកយូស៊ីមូកាប៉ុន្តែនាងស្រាប់តែឈប់កាលពី6ឆ្នាំមុនមូរ៉ាអញ្ចឹងស្ដីយូស៊ីគេជាអ្នកឯងយប់នេះពេលនោះឯងចាក់ចេញដោយមិននិយាយលាយូស៊ីមូរ៉ាគេរកដោយសាររឿងនេះ ស៊ូស៊ីងឆេនមកនេះ ឯងមិនទាន់ប្រាប់ខ្ញុំថាកូននេះរបស់អ្នកណា លោកលេវលោកខុនដេក្មេងស្រេចទូកនោះមើលទៅដូចកូនប្រុសរងរុស្នេកាពីតូចចាស់ដូចគ្នាបែបបិទ មេងស៊ឺយូរឿងអ្វីកាត់ឡើងអរវិញពួកគេទាំងពីរហើយយើងទាំងអស់គ្នាស្ដាប់រឿងលំហិត បើអ្នកទាំងអស់គ្នាចង់ដឹងរឿងរបស់ពួកគេនោះជារឿងមួយទៀត